បាទឥឡូវយើងមកបន្តមេរៀនជំនាញលក់ប្រកបដោយវិជ្ជាជីវៈឬក៏យើងហៅថាជំនាញលក់អាជីពអង់គ្លេសគេថា professional selling skill ណាឥឡូវយើងចូលមកដល់ភាគ2ដល់ចំណុចទី2ធំជំនាញសំខាន់ទាំង10យ៉ាងនៅក្នុងដំណើរការនៃការលក់អញ្ចឹងយើងមើលណាខ្ញុំបញ្យល់មួយបាទជំហានទី1គឺយើងត្រូវរក prospecting គឺស្វែងរកអតិថិជនគោលដៅរបស់យើងហ្នឹងការស្វែងរកអតិថិជនគោលដៅអ្នកទាំងអស់គ្នាត្រូវសួរសំណួរថាតើខ្ញុំនឹងលក់ទៅឲ្យនរណា to whom I'm going to sell អញ្ចឹងយើងត្រូវគិតថាទំនិញរបស់យើងឬក៏សេវាកម្មរបស់យើងហ្នឹងគឺត្រូវនឹងនរណាទី2គេហៅថា pre-approach ស្មើនឹងពាក្យថា planning ការរៀបចំទុកជាមុនឬក៏មុនឈានចូលទៅជួបអតិថិជនក្នុងនោះមានសំណួរ2គឺទី1អ្នកនរគ្នាត្រូវចោទសួរថាតើខ្ញុំនឹងលក់អ្វីខ្លះ what I'm to sell ហើយទី2យើងសួរថាតើយើងលក់វាដោយរបៀបណា how to sell it បន្ទាប់ពីយើងរៀបចំរួចជាស្រេចហ្នឹងគឺយើងចាប់ផ្ដើមធ្វើ approach បាទគេហៅថាការតំណែងចូលដល់គឺយើងតាមរយៈអីគេរបៀបយើងតំណែងតាមទូរស័ព្ទឬក៏របៀបយើងផ្ដល់ព័ត៌មាននៅក្រុមហ៊ុនផ្ទាល់គាត់ walk in មកដល់កន្លែងយើងផ្ទាល់ឬក៏យើងសុំធ្វើការណាត់ជួបគ្នាណារបៀបឆ្លើយសារនៅក្នុង Messenger អីជាដើមបន្ទាប់មកគឺយើងធ្វើ presentation បើសិនជាគាត់អនុញ្ញាតឲ្យយើងជួបគ្នាគឺយើងចូលដល់ដំណាក់កាលធ្វើបទបង្ហាញអញ្ចឹងក្នុងនោះយើងត្រូវត្រៀមស្អីខ្លះដូចជាឯកសារក្រុមហ៊ុនអាជ្ញាប័ណ្ណសកម្មភាពក្រុមហ៊ុន brochure banner នាមប័ណ្ណអីផ្សេងហ្នឹងយើងត្រៀមវាបង្ហាញបន្ទាប់មកយើងធ្វើដំណាក់កាលមួយទៀតគឺហៅថា drill close គឺសាកល្បងលក់ចេញបន្ទាប់ពីយើងធ្វើបទបង្ហាញហើយយើងចង់ដឹងថាតើគាត់នៅមានចង្អុលអីទៀតដែរទេនៅមានព័ត៌មានអីដែលយើងមិនទាន់បានផ្ដល់ឲ្យគាត់យើងចង់ដឹងថាតើគាត់មានប្រតិកម្មយ៉ាងម៉េចខ្លះបាទកន្លែងនោះគឺយើងអាចសាកល្បងសួរនៅសំណួរទៅភ្ញៀវថាតើអ្នកយល់យ៉ាងម៉េចដែរតើវាសំខាន់សម្រាប់អ្នកឬទេតើអ្នកនៅមានបញ្ហាអ្វីដែលមិនទាន់យល់ដែរឬទេបាទអាហ្នឹងគឺយើងធ្វើដើម្បីចង់ដឹងថាតើគាត់អាចមានប្រតិកម្មឬក៏ពាក្យបដិសេធអីផ្សេងដែលគាត់នឹងលើកឡើងដែរទេបាទយើងកុំខ្លាចការបដិសេធរបស់ភ្ញៀវណាទី6យើងត្រូវចេះកំណត់អំពីមូលហេតុនៃការច្រានចោលយើងត្រូវកំណត់រកបញ្ហាដែលគាត់នឹងលើកឡើងអញ្ចឹងការកំណត់រកបញ្ហាវាអាចចេញមកពីរឿងតម្លៃអាចចេញមកពីផលិតផលឬក៏សេវាកម្មរបស់យើងហ្នឹងវាអាចពាក់ព័ន្ធជាមួយនឹងទីតាំងកន្លែងឬក៏ប្រវត្តិក្រុមហ៊ុនឬក៏តាក់ទងទៅនឹងបុគ្គលលក់ឬក៏បុគ្គលិកណាមួយនៅក្នុងក្រុមហ៊ុនយើងដែលគាត់មិនពេញចិត្តឬក៏បញ្ហាអ្វីផ្សេងបន្ទាប់ពីកំណត់បញ្ហាមិនមែនយើងទុកបញ្ហាចោលទេត្រូវគិតថាតើយើងគួរតែដោះស្រាយវាយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងចូលដល់ទី7គេហៅថា meet objection ដំណោះស្រាយអំពីមូលហេតុនៃការច្រានចោលឬក៏ដោះស្រាយបញ្ហានៃការច្រានចោលនៅក្នុងហ្នឹងបើគាត់និយាយពីរឿងតម្លៃអញ្ចឹងយើងត្រូវចេះប្រើយុទ្ធសាស្ត្រចំនួន4ពាក់ព័ន្ធជាមួយតម្លៃទី1យើងអាចប្រើយុទ្ធសាស្ត្រ price breakdown បានន័យថាតម្លៃហ្នឹងយើងកន់វាជាដំណាក់កាលឬក៏ទី2យើងប្រើយុទ្ធសាស្ត្រថា presumption of exclusivity បានន័យថាយើងបង្ហាញពីភាពល្អឥតខ្ចោះរបស់យើងថាមូលហេតុអីបានជាយើងយកតម្លៃអញ្ចឹងយើងយកតម្លៃរៀងថ្លៃជាងគេចំណុចសេវាកម្មឬក៏ផលិតផលរបស់យើងមានភាពពិសេសនៅត្រង់ណាអញ្ចឹងណាហើយទី3 comparison method គឺណាយើងប្រើវិធីសាស្ត្រប្រៀបធៀបរវាងផលិតផលយើងឬក៏ផលិតផលរបស់ដៃគូឬក៏សេវាកម្មរបស់យើងហ្នឹងគឺយើងធ្វើការប្រៀបធៀបទី4យើងប្រើពាក្យថា sell down method យើងក៏មានផលិតផលឬក៏សេវាកម្មដែលមានតម្លៃថោកដែរអញ្ចឹងយើងមាន option ជំរាបប្រាប់គាត់ប៉ុន្តែយើងត្រូវប្រាប់ថា
រវាងអាតម្លៃថោកដែលយើងមានហើយនិងអាតម្លៃថ្លៃដែលយើងមានគឺវាខុសគ្នាយ៉ាងម៉េចកុំឲ្យគាត់យល់ថាអាថ្លៃហើយនិងអាថោកវាដូចតែគ្នាណាអញ្ចឹងគាត់យកជំរើសយកថោកហើយមួយទៀតយើងអាចប្រើវិធី promotion ឬក៏ discount ប្រសិនបើក្រុមហ៊ុនគេផ្ដល់ឲ្យ sale នៅជំរើសpromotion ឬក៏ឲ្យ discount ទៅអតិថិជនឬក៏យើងប្រើវិធីការដឹកជញ្ជូន free អីជាដើមអញ្ចឹងបាទ delivery ឬក៏ transportation បាទហើយមានបង្កើតជាវីដេអូ online training អីណាមាន testing ឲ្យគាត់សាកល្បងយកទៅប្រើប្រាស់ណាបើល្អអានឹងចាំយើងទិញអីចេះមួយចេះពីរហើយមួយទៀតយើងអាចប្រើវិធីសាស្ត្រមួយទៀតគឺការប្រើប្រាស់ភាគីទី3ជាផុសតាងឬក៏ជាសាក្សីអញ្ចឹងយើងអាចយកអតិថិជនចាស់ណាម្នាក់អញ្ចឹងទៅយកមកឲ្យគាត់ជួយបង្ហាញយើងជួយណែនាំអតិថិជនថ្មីហ្នឹងឲ្យគាត់កាន់តែយល់ណាជា reference ហ្នឹងហើយ referrer ហ្នឹងចំណុចមួយទៀតគឺយើងក្រោយពីយើងកំណត់បញ្ហាណាដំណោះស្រាយយើងផ្ដល់ជូនគាត់ហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើត្រៀមខ្លុំភាសាទៀតចង់ដឹងថាតើគាត់នៅមានចង្អល់អីទៀតដែរទេបាទអាហ្នឹងយើងត្រូវសាកល្បងយើងអត់បខំនៃការលក់អីអញ្ចឹងណាប៉ុន្តែដល់ដំណាក់កាលមួយយើងក៏ត្រូវមានពេលកំណត់ដែរជាមួយអតិថិជនយើងអត់អាច take care គាត់គ្រប់ពេលរហូតទេគឺយើងត្រូវតែបង្ខំបិទការលក់តែម្ដងគឺ close sale ឬក៏ close deal ឬក៏ close contract ហ្នឹងបាទអញ្ចឹងខ្ញុំនឹងបង្ហាត់ទាំងអស់ណាហើយក្រោយពីយើងបិទដោយជោគជ័យយើងត្រូវចេះដំណាក់ការ follow up តាមដានជាមួយគាត់ដើម្បីយើងលក់បន្ថែមលក់បន្តទៀតណាបើសិនបើអតិថិជនហ្នឹងគាត់ពេញចិត្តអញ្ចឹងយើងមើលមានប្រភេទអតិថិជនពីរប្រភេទអតិថិជនទី1គឺជាប្រភេទអតិថិជនដែលថាស្រួលបិទការលក់ណាគឺគ្រាន់តែគាត់មកយើងធ្វើបទបង្ហាញធ្វើអីហ្នឹងឲ្យសាកល្បងបិទចេញគឺគាត់ព្រមទទួលទិញឬក៏ទទួលយកសេវាកម្មរបស់យើងនឹងតែម្ដងអតិថិជនប្រភេទនេះគឺងាយស្រួលដោយសារអីដោយសារព័ត៌មានគាត់បានដឹងហើយឬក៏មានការណែនាំពីអតិថិជនចាស់ពីសាច់ញាតិពីមិត្តភ័ក្តិឬក៏ពីប្រភពផ្សេងដែលគាត់ធ្វើការសិក្សាយូរមកហើយអញ្ចឹងស្រួលតែគាត់មកដល់គឺយើងនិយាយបន្តិចទៅគឺគាត់យល់ហើយគាត់មានលទ្ធភាពគាត់អីចឹងទៅគាត់ទទួលយកសេវាកម្មឬក៏ទិញយកផលិតផលយើងប្រភេទអតិថិជនមួយទៀតគឺជាប្រភេទអតិថិជនដែលពិបាកនិយាយបន្តិចគឺគ្រាន់តែជួបយើងគ្រាន់តែយើងបញ្យល់ធ្វើបទបង្ហាញធ្វើអីចឹងទៅគាត់លើកយកបញ្ហានេះបញ្ហានោះបានមិនចេះចប់លើកយកមកនិយាយរហូតបាទអញ្ចឹងយើងត្រូវចេះយកបញ្ហាកំណត់បញ្ហាហ្នឹងយកមកកត់ត្រាទុកហើយយើងរកវិធីដោះស្រាយវាមួយទៀតអតិថិជនខ្លះយើងធ្វើបទបង្ហាញហើយយើងសាកល្បងយើងបញ្យល់យើងដោះស្រាយគាត់អីគ្រប់បែបយ៉ាងហើយគាត់នៅតែច្រេញគាត់នៅតែបន្តនិយាយអានឹងរហូតបាទអញ្ចឹងយើងត្រូវយល់ថាតើយើងគួរតែនៅបន្តជាមួយគាត់ឬក៏យ៉ាងម៉េចឬក៏យើងទុកឲ្យគាត់ពិចារណាខ្លួនឯងបាទអញ្ចឹងយូរទៅគាត់បើគាត់ដឹងគាត់ពិចារណាឬក៏គាត់មានលទ្ធភាពហើយគាត់ច្បាស់ជាមហោយើងហើយអញ្ចឹងយើងទុកគាត់ម្ដុំអញ្ចឹងប្រភេទអតិថិជនវាមាន hot lead ហើយនិង cool lead យើងមើលពីធំហ្នឹងគឺទី1គឺ prospecting អញ្ចឹងខ្ញុំលើកយកករណីមួយយកមកនិយាយណាគឺការស្វែងរកអតិថិជនគោលដៅយើងមើលប្រភពវាមានច្រើនទៀតដែលយើងត្រូវគិតថាតើយើងរកអតិថិជនគោលដៅនៅកន្លែងណាសំណួរដែលយើងត្រូវសួរវាជាជំហានដែលអ្នកត្រូវតែឆ្លើយនឹងសំណួរមួយនេះតើខ្ញុំនឹងលក់ទៅឲ្យនរណា To whom I'm going to sell ជារឿយៗអ្នកដែលគាត់ធ្វើចំនួនថ្មីគាត់តែងតែសួរមកខ្លួនឯងថាខ្ញុំមិនដឹងពីរបៀបស្វែងរកអតិថិជនសោះតើលោកអាចជួយបង្រៀនខ្ញុំបានដែរទេហើយនៅពេលដែលខ្ញុំសួរទៅអ្នកគ្រប់គ្រងណាខ្ញុំធ្លាប់សួរទៅអ្នកគ្រប់គ្រងតើត្រូវរកអតិថិជនដោយរបៀបណានៅពេលដែលខ្ញុំទៅចូលធ្វើការនៅកន្លែងថ្មីហ្នឹងហើយអ្នកគ្រប់គ្រងហ្នឹងគាត់និយាយមកខ្ញុំថាផ្លូវពោពេញទៅដោយមនុស្សហើយអ្នករាល់គ្នាក៏អាចក្លាយទៅជាអតិថិជនរបស់អ្នកដែរពេលដែលខ្ញុំស្ដាប់ទៅហ្នឹងណាប្រយោគហ្នឹងគឺពោពេញទៅដោយទំនុកចិត្តតែម្ដងបាទខ្ញុំ
có kết phòng đai nhầm tha nè pê để dương miênផលិតផលមានសេវាកម្មហើយបែរជាផលិតផលឬក៏សេវាកម្មនោះมันអាចរកអតិថិជនឃើញឬក៏នៅតាមផ្លូវពោពេញទៅដោយមនុស្សតែมันប្រកាសថាពួកគាត់គឺជាអតិថិជនទេខ្ញុំធ្លាប់មើលសាច់រឿងមួយនៅចំណុចហ្នឹងគឺរឿងភាគចិនបាទគេលើកឡើងថាអ្នកទិញរកមិនឃើញអ្នកលក់ហើយអ្នកលក់រកមិនឃើញអ្នកទិញបាទប្រយោគនេះគឺធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ហើយមានការភ្ញាក់ផ្អើលហើយនឹងចងចាំវាជានិច្ចអ្នកទាំងអស់គ្នាត្រូវចាំថាអ្នកលក់បន្លែលក់ផ្លែឈើលក់រុក្ខជាតិឬក៏លក់ចំណីសត្វតែក៏មិនមែនដើមឈើសត្វទាំងនោះមកទិញអ្នកនោះទេគឺអ្នកលក់ទៅឲ្យមនុស្សហេតុនេះមនុស្សទើបបានជាអតិថិជនពិតប្រាកដយើងមើលចំណុចដែលស្វែងរកអតិថិជនដើម្បីបញ្ចប់ជំហាននេះដោយវិជ្ជាជីវៈអ្នកនឹងត្រូវធ្វើតាមជំហាន5យ៉ាងដ៏សាមញ្ញជំហាននោះគឺទី1កំណត់ពីគោលដៅទីផ្សាររបស់យើងថាតើប្រភេទអតិថិជន what segments in my area and who are the potential buyer យើងត្រូវគិតថាបំណែកណាមួយនៅក្នុងតំបន់របស់យើងហ្នឹងហើយនឹងនរណាគឺជាអ្នកដែលត្រូវទិញដល់សក្តានុពលអញ្ចឹងយើងគិតថាតើជាតំបន់ឬក៏ទីតាំងមួយណា demography អតិថិជននៅក្នុងកម្រិតភេទអាយុកម្រិតសិក្សារបស់គាត់កម្រិតបទពិសោធន៍របស់គាត់ឬក៏បាត់ចិត្តរបស់គាត់កម្រិតប៉ុណ្ណាជាចំណាប់អារម្មណ៍ដែលគាត់នឹងចាប់អារម្មណ៍ពាក់ព័ន្ធនឹងសេវាកម្មឬក៏ផលិតផលរបស់យើងបែបណាអត្តចរិតគាត់បែបណាលើផលិតផលឬក៏សេវាកម្មរបស់យើងអញ្ចឹងយើងត្រូវគិតទៅលើបំណែកទីផ្សារមួយហ្នឹងយើងអត់អាចយកសរុបទាំងអស់ថាអូនៅក្នុងប្រទេសកម្ពុជាយើងស្រីប្រុសយកទាំងអស់ហ្នឹងទេបាទអញ្ចឹងអាហ្នឹងឯងគេហៅ identify the target market ទី2យើងត្រូវស្វែងរកអតិថិជនសក្តានុពលក្រោយពីយើងកំណត់ចំណែកទីផ្សារហើយយើងត្រូវស្វែងរកអតិថិជនសក្តានុពលរបស់យើងហ្នឹងគឺ prospect ហ្នឹងគឺទី1យើងអាចរកតាមប្រភព company record របាយការណ៍ព័ត៌មានពីក្រុមហ៊ុនយើងតែយើងរករបៀបម៉េចគឺយើងមើលរបាយការណ៍ចាស់មានបុគ្គលិកចាស់ខ្លះគាត់បានចាក់ចេញគាត់ទុករបាយការណ៍ទុកព័ត៌មានរបស់អតិថិជនឯកោគេហៅ orphan customer ហ្នឹងគ្មានអ្នកណាបម្រើពួកគាត់គ្មានអ្នកណាតំណែងពួកគាត់ follow up ជាមួយពួកគាត់អញ្ចឹងអ្នកថ្មីដែលគាត់ចូលមកហ្នឹងគឺគាត់អាចមានគំនិតផ្ដួចផ្ដើមយកចិត្តទុកដាក់ជាមួយអតិថិជនទាំងនោះឡើងវិញអតិថិជនហ្នឹងក៏អាចនឹងត្រឡប់ប្រែចិត្តមកទទួលយកសេវាកម្មឬក៏ផលិតផលរបស់យើងហ្នឹងទី2យើងសាកគិតបើផ្នែកចលនាទ្រព្យយើងសាកគិតថាតើមានអតិថិជនណាខ្លះដែលបានមកមើលគម្រោងណាដែលបានមកមើលអចលនទ្រព្យមើលផ្ទះមើលដីរបស់យើងហ្នឹងពីមុនអញ្ចឹងដើម្បីអីដើម្បីយើងអាចសាកសួរព័ត៌មានគាត់ឬក៏សុំឲ្យគាត់ណែនាំមនុស្សថ្មីទៀតឬក៏យើងមានសេវាកម្មអីថ្មីដើម្បីណែនាំគាត់បន្តទៀតហើយក៏មានព័ត៌មានខ្លះដែលបុគ្គលិកចាស់គាត់គិតថាជាអតិថិជន cool lead ដែលជាអតិថិជនមានចំណង់ចំណូលតិចតួចទៅលើផលិតផលឬក៏សេវាកម្មរបស់យើងអញ្ចឹងយើងអាចយកមកយើង recover យើងព្យាយាមសាកសួរកែលោពេលខ្លះដូចខ្ញុំនិយាយអញ្ចឹងអតិថិជនដែលយើងនិយាយថ្ងៃនេះមិនប្រកាសថាគាត់ទិញថ្ងៃហ្នឹងទេវាអាចថារំលងមួយរយៈដែលគាត់ត្រូវការគិតគាត់ត្រូវការរកធនធានរបស់គាត់អីផ្សេងអញ្ចឹងពេលខ្លះយើងទៅប៉ះចំអតិថិជនប្រភេទហ្នឹងគាត់អាចត្រឡប់មកទិញយកសេវាកម្មឬក៏ផលិតផលរបស់យើងហើយមួយទៀតយើងអាចសម្លឹងមើលព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុនយើងដូចជា Facebook page ដូចជា website អីជាដើមហ្នឹងរបស់យើងគឺយើងអាចស្រាវជ្រាវព័ត៌មានទាំងអស់ហ្នឹងប្រមូលអតិថិជន contact list ហ្នឹងចេញមកហើយមួយទៀតដ៏សំខាន់គឺរឿងការកិច្ចប្រជុំដែលក្រុមហ៊ុនយើងតែងតែមានកិច្ចប្រជុំប្រចាំថ្ងៃប្រចាំសប្តាហ៍ឬក៏ប្រចាំខែហ្នឹងគឺល្អមែនតើ
សម្រាប់អីសម្រាប់យើងទទួលបាននៅព័ត៌មានឬក៏ដំណោះស្រាយពីបុគ្គលិកដែលគាត់ធ្វើការងារនៅក្នុងយូរហើយមុនយើងហ្នឹងណាគាត់អាចលើកយកបញ្ហាផ្សេងយកមកនិយាយឬក៏ព័ត៌មានថ្មីដែលក្រុមហ៊ុនទទួលបានពីខាងរដ្ឋាភិបាលអីជាដើមឬក៏សកម្មភាពក្រុមហ៊ុនដែលគាត់ធ្វើការផ្សព្វផ្សាយជា offline ណាគាត់មាន booth គាត់មាន event ឬក៏ចែកខិត្តប័ណ្ណនៅផ្សារទំនើបអីជាដើមអញ្ចឹងអាហ្នឹងឯងគឺជាការកិច្ចការដែលយើងអាចរកចេញពីក្នុងក្រុមហ៊ុនតែម្ដងព័ត៌មានមួយទៀតគេហៅថាប្រភពព័ត៌មានសាធារណៈពីខាងក្រៅយើងអាចអីគេស្រាវជ្រាវទៅតាមប្រភេទ search engine ដូចជាអីគេ social media Facebook Instagram Telegram ណា WhatsApp Line WeChat Twitter YouTube email message ឬក៏ website ឬក៏ network platform ដូចជាខ្មែរ24អីជាដើមបាទ Yellow Page LinkedIn ណា etc ឬក៏អ្នកខ្លះឬក៏ក្រុមហ៊ុនយើងខ្លះគាត់មានតំណែងជាមួយនឹងវិស័យអាជីវកម្មផ្សេងណាគឺគាត់អាចស្នើសុំទិញយកលេខទូរស័ព្ទអតិថិជននៅក្នុងវិស័យហ្នឹងតែម្ដងសំខាន់ផុតតើមាន network ទាំងអស់ហ្នឹងដែរទេហើយយើងគិតទៅដល់អីគេទៀតនៅក្នុងប្រភេទអាជីវកម្មឧស្សាហកម្មដែលដូចយើងដែរដូចជា website ឬក៏ home page Facebook page អីផ្សេងយើងចេះ research វាបាទមើលនៅក្នុង post របស់គេហ្នឹងមានកន្លែង comment អីដែរទេអតិថិជនខ្លះគឺគាត់តម្លាក់លេខតម្លាក់អីនៅក្នុង comment ក្នុងអីទៅយើងត្រូវចេះរកតាមហ្នឹងទៀតមួយទៀតយើងអាចគិតទៅដល់ការតាំងពិព័រណ៍ការធ្វើពិធីតាំងពិព័រណ៍បែបឧស្សាហកម្មស្តៀងយើងហ្នឹងណាការតាំងពិព័រណ៍ដូចជាអចលនទ្រព្យដែលគេធ្វើ event ធ្វើអីតាំងពិព័រណ៍អញ្ចឹងយើងទៅជួបយើងទៅបើទោះជាយើងមិនបានដាក់ booth ដាក់អីតាំងពិព័រណ៍ដូចគេយើងអាចទៅចូលរួមហើយមនុស្សដែលចូលរួមដែលមកមើលការតាំងពិព័រណ៍ច្បាស់ជាភាគច្រើនគាត់មានចំណាប់អារម្មណ៍អីអញ្ចឹងយើងអាចចូលទៅយើងចែកខិត្តប័ណ្ណឬក៏ banner អីរបស់យើងអីផ្សេង leaflet អីរបស់យើងហ្នឹងក៏ចូលរួមអាចចែកដែរអាហ្នឹងក៏វាល្អយើងប្រម៉ូបាន contact list ឬក៏យើងដាក់ booth ឬក៏កន្លែងមួយទៀតគឺដែលសម្បូរទៅដោយធនធាន prospect របស់យើងហ្នឹងគឺដូចជាកន្លែងសភាពាណិជ្ជកម្មគឺសម្បូរដោយអ្នកដែលជាម្ចាស់អាជីវកម្មដែលគេចង់ជោគជ័យអីផ្សេងគេទៅចូលរួមអីចឹងបាទហ្នឹងយើងអាចទៅបានឬក៏ជា business trip របស់យើងក៏ថាបានដែរដូចជាយើងនៅតាមផ្លូវយើងទៅញ៉ាំកាហ្វេនៅ Brown នៅ Starbucks អីផ្សេងបើសិនជាយើងឃើញអតិថិជនគោលដៅរបស់យើងដែលយើងចង់រកដូចជាភ្ញៀវបរទេសអីជាដើមអូខេយើងអាចណែនាំខ្លួនអាចឲ្យនាមបានណាអាហ្នឹងក៏អាចទទួលផលមួយយ៉ាងដែរមួយទៀតយើងអាចគិតទៅដល់គេហៅថា non competing sales person គឺជាបុគ្គលិកផ្នែកលក់ដែរប៉ុន្តែមិនមែនជាការលក់នៅក្នុងវិស័យប្រកួតប្រជែងរបស់យើងទេខ្ញុំអាចលើកឧទាហរណ៍ថាយើងជួបគាត់លក់អីគេគ្រឿងសង្ហារិមផ្នែកខាងចំណីអាហារឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងយើងមាន network ជាមួយគាត់ល្អបាទឬក៏អ្នកខ្លះមកខាងវិស័យធនាគារមកពីខាងវិស័យ insurance ធានារ៉ាប់រងអញ្ចឹងយើងមាន network ជាមួយគាត់ក៏ល្អដែរយើងអាចផ្លាស់ប្ដូរគ្នាទៅវិញទៅមកបានន័យថាបើយើងមកពីវិស័យអចលនទ្រព្យយើងអាចស្គាល់គ្នាថ្ងៃណាមួយដែលអតិថិជនរបស់យើងគាត់មានតម្រូវការផ្នែក insurance ផ្នែក decor ផ្នែកខាងស្អីគេចំណីអាហារអញ្ចឹងយើងណែនាំគ្នាទៅវិញទៅមកអាហ្នឹងវាគឺជា network ដ៏ល្អមួយទៀតគេហៅថាប្រភពធនធានប្រកួតប្រជែងគឺបានចេញពីដៃគូប្រកួតប្រជែងរបស់យើង opponent resources តែអាហ្នឹងយើងត្រូវធ្វើម៉េចយើងត្រូវឆែកមើលលើគេហទំព័ររបស់គាត់ដៃគូបាទយើងស្រាវជ្រាវបន្ថែមរៀនសូត្រពីគេពីរបៀបផ្សព្វផ្សាយរបស់គេឬក៏ការតំណែងរបស់អតិថិជនដែលបាន reply នៅក្នុង comment ក្នុង post ហ្នឹងថែមទាំងយើងអាចដឹងព័ត៌មានពីប្រភពបុគ្គលិកដែលជាដៃគូប្រកួតប្រជែងយើងថែមទៀតតែអាហ្នឹងយ៉ាងម៉េចគឺបុគ្គលិក
និមួយគាត់អាចប្រើ Facebook social media អីរបស់គាត់អញ្ចឹងយើងអាចឆែកមើលព័ត៌មានរបស់គាត់មើល friend របស់គាត់ណានរណាខ្លះដែលធ្លាប់ឆាតជាមួយគាត់តាមរយៈយើងតេស្តមើលអាហ្នឹងក៏យើងអាចប្រមូលព័ត៌មានបានដែរមិនមែនថាដៃគូប្រកួតប្រជែងយើងមិនអាចទេធម្មតាគឺគេមិនប្រាប់យើងទេប៉ុន្តែយើងចេះ research ចេះច្បាច់មើលព័ត៌មានមួយទៀតគេហៅថាប្រភពឯកជនប្រភពផ្ទាល់ខ្លួនយើងហ្នឹងតែម្ដងយើងអាចប្រើវេទិកាសង្គមរបស់យើងហ្នឹងគឺ Facebook group របស់យើងដែលយើង join group join អីហ្នឹងយើងអាច share យើងអាចអីចឹងទៅបាទមានគេ reply អីមកយើងមើលទៅតាមហ្នឹងបាទវា load notification នៅក្នុងទូរស័ព្ទយើងជាដើមដូចជា WeChat Cycle អីចឹងទៅបាទឬក៏ team game របស់យើងឬក៏ Telegram group អីវ៉ាន់ជាដើមឬក៏តាមរយៈមិត្តភ័ក្តិយើងដែលយើងធ្លាប់ស្គាល់សាច់ញាតិសន្តានរបស់យើងខ្ញុំលើកឧទាហរណ៍មួយគាត់ជាអ្នកលេងសីយ៉ាងល្អគាត់លេងយូរទៅណាគឺគាត់ក៏ខ្លាយទៅជាគ្រូបង្វឹកគាត់ខ្លាយទៅជាអាជ្ញាកណ្ដាលកីឡាវាយសីនឹងទៀតអញ្ចឹងនរណាក៏ចូលចិត្តដែរអញ្ចឹងនៅក្នុងរង្វង់អ្នកដែលលេងចូលចិត្តលេងសីហ្នឹងជាមួយគាត់អតិថិជនដែលគាំទ្ររបស់គាត់ fan របស់គាត់អីជាដើមគឺគាត់មានច្រើនថ្ងៃមួយគាត់សម្រេចចិត្តថាគាត់ចង់ធ្វើអាជីវកម្មមួយគឺគាត់បានណែនាំសុំឲ្យគេជួយគាំទ្រអីផ្សេងអញ្ចឹងគេស្រឡាញ់គាត់គេចូលចិត្តគាត់គឺគាត់មកគេមករកគាត់យ៉ាងច្រើនកកកុញអញ្ចឹងអាជីវកម្មរបស់គាត់គឺរីកចម្រើនទៅមុខរហូតអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចជាតារាយើងឥឡូវនេះឃើញទេតារាចម្រៀងតារាខ្សែភាពយន្តនៅពេលដែលមានទស្សនិកជនជួបគាំទ្រច្រើនណាគាត់បែរជាអីគេទៅបើកអាជីវកម្មហាង restaurant អី hotel ណា resort អីផ្សេងគឺគាត់ប្រមូលយក audience របស់គាត់ទាំងអស់ហ្នឹងឲ្យមកជួយគាំទ្រអញ្ចឹងដំណាក់កាលទាំងអស់នេះគឺយើងអាចរកបានណាយើងលែងឆ្ងល់ទៀតថាតើខ្ញុំគួរតែរក prospect នៅកន្លែងណាខ្លះអញ្ចឹងហើយចំណុចទាំង4នេះគឺយើងអាចស្វែងរកបានទី3គេឲ្យឈ្មោះថា qualify the prospect គឺយើងបញ្ជាក់ពីលក្ខណៈរបស់គាត់ណាយើងបែងចែកពីលក្ខណៈអតិថិជនតើអតិថិជនហ្នឹងគាត់ត្រូវការអីគាត់នឹងអាចប្រើប្រាស់សេវាកម្មយើងបានដែរទេឬក៏សមត្ថភាពនៃហិរញ្ញវត្ថុរបស់គាត់ហ្នឹងយ៉ាងម៉េចដែរបាត់ចិត្តរបស់គាត់មានក្នុងកម្រិតណាហើយការសម្រេចចិត្តនៅក្នុងការទិញហ្នឹងគឺគាត់តែម្ដងឬក៏ត្រូវឆ្លងកាត់អ្នកផ្សេងដំណាក់កាលទី4គេហៅថា evaluate user status យើងត្រូវចេះវាយតម្លៃទៅលើស្ថានភាពរបស់ user របស់យើងតើគាត់មកពីប្រភពណាគាត់ជា current user អ្នកប្រើប្រាស់ថ្មីអតិថិជនថ្មីឬក៏ជាអតិថិជនដែលចេញមកពីដៃគូប្រកួតប្រជែងរបស់យើងជួនកាលដៃគូប្រកួតប្រជែងគាត់គ្រប់គ្រងបានល្អគាត់មានបញ្ហាគឺគាត់មករកយើងអញ្ចឹងយើងត្រូវគិតគាត់ឬក៏ជាប្រភេទជាប្រភពដែលគាត់មកតាមរយៈណា Facebook ឬក៏ស្អីដើម្បីឲ្យយើងគិតថាតើថ្ងៃក្រោយប្រភពអតិថិជនដែលយើងទទួលបានហ្នឹងគឺចេញមកពីខាងណាស្រួលយើងលេខលោកយុទ្ធសាស្ត្របដោតលើយុទ្ធសាស្ត្រនឹងខ្លាំងជាងទី5សំខាន់នោះគឺយើងចេះ classify the prospect យើងត្រូវបែងចែកថាអតិថិជននេះក្នុងកម្រិតអីគេដូច grade ណាបាទយើងបែងចែកថាតើគាត់ស្ថិតនៅក្នុង grade A grade B ឬ grade C បានន័យថាអតិថិជនខ្លះគាត់គ្រាន់តែសារធម្មតាគាត់មិនទាន់ចាប់អារម្មណ៍អតិថិជនខ្លះគាត់ចាប់អារម្មណ៍តែគាត់មិនទាន់ដល់ពេលឬក៏មិនទាន់មានលទ្ធភាពអីផ្សេងអញ្ចឹងយើងមើលទៅតាមកម្រិត grade របស់គាត់អាហ្នឹងវាមិនខុសពីសិស្សក្នុងសាលាទេរៀនគាត់ធ្វើតេស្តណាបានបន្ទុអញ្ចឹងទៅយើងបន្ទុណារៀងខ្ពស់យើងឲ្យ grade ជា grade A អញ្ចឹងទៅបន្ទុណារៀងទាបបន្តិចយើងឲ្យ grade B អញ្ចឹងទៅបន្ទុណារៀងទាបខ្លាំងមែនតើយើងឲ្យ C D E F អញ្ចឹងទៅបាទហ្នឹងគេហៅ grade ស្រួលថាឲ្យដឹងថាgrade A ហ្នឹងគឺយើងស្រួល close sale ណាយើងស្រួល close deal របស់យើងអញ្ចឹងយើងបែងចែកអញ្ចឹងយើងមើលច្បាប់មួយច្បាប់នេះគឺបើសិនជាយើងគិតវាឲ្យដល់ណាច្បាប់ដែលជំរុញលើកទឹកចិត្ត sale ហ្នឹងកុំឲ្យគាត់បាក់ទឹកចិត្តឥឡូវយើងមើលឧទាហរណ៍គេហៅថាការប្រើប្រាស់ច្បាប់នៃតម្លៃមធ្យមភាពឬក៏ច្បាប់ស្ថិតិ the law of average យើងមើលឧទាហរណ៍ការលក់ផលិតផលឲ្យអតិថិជនម្នាក់គឺតម្លៃបាន$300
ហើយនឹងតម្លៃមធ្យមមួយភាគគឺបែបនេះ10 5 4 3 1តើនោះមានន័យថាម៉េច10ខ្ញុំបញ្យល់អតិថិជន10នាក់គឺយើងមានបញ្ជីឈ្មោះបានន័យថាបញ្ជីឈ្មោះនៃមនុស្ស10នាក់ហើយក្នុងចំណោម10នាក់ហ្នឹងយើងបានទូរស័ព្ទទៅរកគាត់ជួបគាត់ជជែកជាមួយគាត់បានតែ5នាក់ទេ5នាក់ផ្សេងទៀតគឺអត់ទទួលឬក៏ខលអត់ចូលហើយក្នុងចំណោម5នាក់គឺមានតែ4នាក់ទេដែលព្រមទទួលយកការណាត់របស់យើងអានេះណា4នាក់ព្រមទទួលយកការណាត់របស់យើងស្រាប់ដល់ពេលណាត់ជួបបែរជាអីគេបែរជាបានតែ3នាក់បានន័យថា3នាក់ហ្នឹងគឺយើងបានធ្វើការបញ្យល់ធ្វើបទបង្ហាញហ្នឹងបានតែ3នាក់ទេហើយក្នុងចំណោម3នាក់ក៏សម្រេចចិត្តតែម្នាក់ទេគឺយើងអាចលក់បានអញ្ចឹងមានន័យថាម៉េចមានន័យថាផលិតផលមួយហ្នឹងយើងលក់បានទៅឲ្យមនុស្សតែម្នាក់ទេគឺ300ប៉ុន្តែបើយើងប្រៀបធៀបថាចុះអាអ្នក9នាក់ទៀតពីត្រឹមបញ្ជីឈ្មោះមកតើយើងលក់បានឬក៏អត់បានបើអ្នក sale ខ្លះគាត់យល់ថាគាត់បាក់ទឹកចិត្តគាត់9នាក់10នាក់ហើយមានតែម្នាក់គឺគាត់ពិបាកចិត្តប៉ុន្តែតាមពិតគឺ10នាក់ហ្នឹងក៏យើងនៅតែលក់បានដែរមូលហេតុអីខ្ញុំលើកឧទាហរណ៍យល់មើលណាម្នាក់យើងទទួលបាន300មិនអញ្ចឹងហ៎មានន័យថា300ចែកម្នាក់គឺយើង300តែបើយើងយក300ហ្នឹងថាយើងទៅធ្វើបទបង្ហាញហ្នឹង3នាក់អញ្ចឹងបានន័យថាយើងយក300ចែក3ទៅគឺដូចតែយើងបាន100ដែរក្នុងម្នាក់គឺ100មានអញ្ចឹងណាបាទក្នុងចំណោម300ដែលយើងលក់បានហ្នឹងដល់ពេលណាត់ជួប4នាក់ក៏យើងនៅតែបានលុយមានន័យថាយក300ហ្នឹងយកទៅចែកឲ្យមនុស្ស4នាក់ដែលយើងណាត់ហ្នឹងគឺម្នាក់បាន75ចុះរឿងទូរស័ព្ទវិញទូរស័ព្ទគឺ60បានន័យថា300ទៅចែកឲ្យ5នាក់គឺបាន60ចុះ10នាក់មានន័យថា300ចែកនឹង10នាក់គឺស្មើនឹង$30អញ្ចឹងបានន័យថាបើយើងមានបញ្ជីឈ្មោះហើយឲ្យតែយើង close deal សំបីតែមួយគឺយើងមានតួរលេខយកទៅចែកនឹងចំនួនទាំងអស់នោះមានន័យថាអតិថិជនទាំងអស់ហ្នឹងគឺសិតតែយើងលក់បានតែម្ដងណាយើងអត់បាក់ទឹកចិត្តទេលើកលែងតែបញ្ជីឈ្មោះ10ហ្នឹងបែរជាយើងលក់អត់បានគឺយើង$0គឺអា0ហ្នឹងយកមកចែកនឹងចំនួនលេខណាក៏វា0ដែរអញ្ចឹងបានន័យថាវាអត់មានផលទេវាអត់មានចំណូលទេអញ្ចឹងជាការលើកទឹកចិត្តគឺថាអ្នកទាំងអស់គ្នាទោះបីជាអតិថិជនតិចតួចក៏ដោយឲ្យតែបានលក់គឺចំនួនទាំងអស់នោះគឺចែកមកគឺសិតតែជាលុយហើយអញ្ចឹងអ្នកទាំងអស់គ្នានឹងមិនបាក់ទឹកចិត្តណាយើងមើលណាកំណត់ត្រាទុកអត្រានៃមធ្យមភាពនិងស្ថិតិការលក់បានធ្វើឲ្យអ្នកសម្លឹងមើលពិភពលោកនេះស្រស់បំព្រងតែម្ដងនិងជាការជំរុញទឹកចិត្តឲ្យបំពេញការងារជាបន្តបន្ទាប់ទៀតដូចខ្ញុំនិយាយអញ្ចឹងបាទឲ្យតែលក់បានមួយអញ្ចឹងអាចំនួនស្ថិតិទាំងអស់ហ្នឹងហើយគឺជាចំនួនលុយហើយយកវាទៅចែកទៅគ្រាន់តែថាបើយើងលក់បានច្រើនគឺមានន័យថាយើងយកទៅចែកទៅក៏តម្លៃលុយរបស់យើងចំណូលរបស់យើងក៏បានច្រើនតាមនឹងដែរមួយទៀតប្រសិនបើមាននរណានិយាយពាក្យថាមិនណាបានន័យថាយើងទៅលក់គាត់ថាមិនទេគិតមើលសិនតម្លៃនេះនោះអីចឹងទៅបដិសេធជាពាក្យបដិសេធអ្នកក៏នឹងបែរជាអស់កម្លាំងចិត្តឬក៏ប្រសិនបើមាននរណាម្នាក់មកបើកទ្វារអ្នកក៏អាចនឹងមានអារម្មណ៍រារែកតែនៅពេលដែលអ្នកព្រមទទួលនឹងយល់អំពីច្បាប់តម្លៃនៃមធ្យមភាពស្ថិតិអ្វីដែលសំខាន់ទាំងអស់នេះលែងសំខាន់តទៅទៀតហើយណាលែងឲ្យអ្នកបារម្ភតទៅទៀតហើយខ្ញុំសូមបន្ថែមមួយទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែមានកម្លាំងចិត្តធ្វើអ្នកលក់ដល់ចំណានគាត់នឹងមានការលើកទឹកចិត្តកាន់តែខ្លាំងគឺគាត់ត្រូវចេះធ្វើខ្លួនឲ្យដូចជាអតិថិជនដែលកំពុងតែស៊ើបអង្កេតអំពីផលិតផលឬក៏សេវាកម្មរបស់យើងឬក៏អចលនទ្រព្យដែលយើងកំពុងតែលក់ដូរហ្នឹងតាមវិធីនេះអ្នកមិនត្រឹមតែទទួលបាននូវទិន្នន័យពិតទេហើយនឹងលម្អិតបន្ថែមប៉ុណ្ណោះនោះទេតែអ្នកក៏ថែមទាំងអាចរៀនពីជំនាញលក់របស់អ្នកដទៃដឹងច្បាស់ពីដំណើរការនៃការធ្វើជំនួញនិងត្រៀមខ្លួនសម្រាប់ការងារផងដែរហើយវាក៏នឹងជួយជៀសវាងពីអារម្មណ៍ឯកោនិងគួរឲ្យធុញទ្រាន់ផងដែរអញ្ចឹងជាកត្តាលើកទឹកចិត្តអ្នកទាំងអស់គ្នាត្រូវប្រឹងយើងមើលចំណុចទី2គឺគេហៅថាការ
រៀបចំទុកជាមុនណាការត្រៀមការធ្វើផែនការមុនយើងចូលទៅដល់អតិថិជនប្រសិនបើអ្នកមិនដឹងជាទៅទីណានោះអ្នកក៏គ្មានផ្លូវទៅដល់ទីនោះដែរអញ្ចឹងត្រូវចាំប្រយោគនេះប្រសិនជាបរាជ័យនៅក្នុងការរៀបចំនោះអ្នកក៏កំពុងតែរៀបចំទៅរកភាពបរាជ័យផងដែរបាទដូចជាឡានសម្រាប់ចេះណាបាទបើសិនយើងអត់ចេះរៀបចំក្នុងជំហាននេះអ្នកត្រូវឆ្លើយនឹងសំណួរ2ខាងក្រោមតើការរៀបចំមិនសំណួរទី1គេសួរថាតើខ្ញុំនឹងលក់អ្វីអញ្ចឹងយើងចាប់ផ្ដើមគិតពីរឿងផលិតផលនិងសេវាកម្មរបស់យើងទី2តើយើងមានហើយណាពេលដែលយើងមានផលិតផលមានសេវាកម្មហ្នឹងតើយើងលក់វាដោយវិធីណាជាផែនការជាទិសដៅជាយុទ្ធសាស្ត្រដែលយើងត្រូវធ្វើការលក់ 2.1 សារៈសំខាន់នៃការរៀបចំផែនការហេតុអីយើងត្រូវរៀបចំផែនការការរៀបចំចូលនៅក្នុងការរៀបចំផែនការលក់ពេញលេញនឹងជួយឲ្យអ្នកកាន់តែមានទំនុកចិត្តខ្លាំងឡើងទី2អ្នកត្រូវប្រកាស 100% ថាអ្នកបានសិក្សានិងយកចិត្តទុកដាក់ទៅលើផលិតផលនិងសេវាកម្មដែលផ្ដល់ដោយក្រុមហ៊ុនរបស់អ្នកទី3អ្នកក៏ត្រូវតែពិនិត្យមើលនៅអ្វីដែលដៃគូប្រកួតប្រជែងរបស់អ្នកកំពុងតែផ្ដល់ផងដែរដូចជាតម្លៃនិងក្រោមលក្ខខណ្ឌណាខ្លះទី4អ្នកក៏ត្រូវតែដឹងរឿងគ្រប់យ៉ាងអំពីអតិថិជនរបស់អ្នកតើបញ្ហាអ្វីដែលធ្វើឲ្យអតិថិជនរបស់អ្នកមាននិងអ្វីដែលជាដំណោះស្រាយដែលបានស្នើឡើងចំពោះបញ្ហាទាំងអស់នេះទី5បន្ថែមលើទំនុកចិត្តលើខ្លួនឯងនៅពេលដែលអតិថិជនមានអារម្មណ៍ថាអ្នកបានរៀបចំល្អគាត់នឹងគោរពទុកចិត្តអ្នកខ្លាំងឡើងទី6នៅពេលដែលអ្នកបង្កើតឲ្យមានការគោរពនិងការទុកចិត្តអតិថិជននឹងមានឆន្ទៈនៅក្នុងការដល់ពេលវេលាដែលអ្នកត្រូវការហើយស្ដាប់ដោយយកចិត្តទុកដាក់នៅអ្វីដែលអ្នកត្រូវនិយាយបាទអញ្ចឹងណាបើសិនជាយើងមានការរៀបចំបានយ៉ាងល្អអតិថិជនអាចទិញពីអ្នកលុះត្រាតែពួកគេទី1គាត់ចូលចិត្តអ្នកទី2គាត់ទុកចិត្តអ្នកទី3គឺគាត់គោរពអ្នកចូលចិត្តទុកចិត្តគោរពអ្នកអញ្ចឹងយើងត្រូវធ្វើឲ្យគាត់មានអារម្មណ៍ទាំងអស់ហ្នឹងយើងមើល 2.2 ដំណាក់កាលនៃការរៀបចំជាដំណាក់កាលគឺយើងត្រូវកំណត់ពីគោលបំណងនៃការលក់របស់យើងឲ្យបានច្បាស់លាស់យើងត្រូវអភិវឌ្ឍនិងឧស្សាហ៍ពិនិត្យមើលឡើងវិញនៅប្រវត្តិរបស់អតិថិជនបង្កើតអត្ថប្រយោជន៍របស់អតិថិជនបានន័យថារកតម្រូវការឬក៏បង្កើតអត្ថប្រយោជន៍ណាឲ្យបានច្រើនជូនទៅអតិថិជនហើយអភិវឌ្ឍទៅលើបទបង្ហាញអំពីការលក់ណាមានន័យថាយើងអភិវឌ្ឍខ្លួនយើងឲ្យកាន់តែខ្លាំងឡើងនៅក្នុងការបញ្យល់នៅក្នុងការដោះស្រាយបញ្ហារបស់គាត់ 2.3 ការកំណត់គោលបំណងនៃការលក់គឺយើងត្រូវគេគោលបំណងយើងត្រូវមានជំរើសមួយឬក៏ច្រើនយើងត្រូវផ្ដោតនិងមានភាពបត់បែនណាបត់បែនយ៉ាងម៉េចគឺយើងផ្ដោតការខិតខំរបស់អ្នកលើគោលបំណងនៅពេលដែលអ្នកនៅជាមួយអតិថិជនទី2ត្រូវត្រៀមខ្លួនដើម្បីបដូរទិសផ្សេងទៀតប្រសិនបើត្រូវការបាទអញ្ចឹងពេលដែលយើងទៅចែកជាមួយអតិថិជនពេលខ្លះបើសិនជាគាត់និយាយពីចំណុចខ្សោយសេវាកម្មរបស់យើងឬក៏ផលិតផលរបស់យើងអញ្ចឹងយើងត្រូវចេះបត់បែនត្រូវបង្វែរត្រូវផ្ដោតអីផ្សេងបាទឲ្យគាត់យល់ធ្វើឲ្យមានគោលដៅជាក់លាក់ផ្លាស់ទីការសន្ទនាអតិថិជនឆ្ពោះទៅរកគោលដៅកំណត់ពីគោលបំណងគឺយើងប្រើពាក្យ SMART បាទតើ SMART ហ្នឹងស្អីគេបាទយើងអត់អាចពជាពេលគ្រប់ពេលជាមួយអតិថិជនទេយើងត្រូវដឹងពីពេលវេលាដឹងពីគោលបំណងពិតប្រាកដរបស់យើងណាអាចវាស់វែងបានអញ្ចឹង SMART ហ្នឹងស្អីគេគឺ S ហ្នឹងស្មើនឹងពាក្យថា specific ច្បាស់លាស់ណាអ្វីដែលយើងធ្វើគឺយើងមានគោលបំណងច្បាស់លាស់ហើយទាំងអស់ហ្នឹងគឺ M ហ្នឹង measurable អាចធ្វើការវាស់វែងបានហើយ attainable អាចសម្រេចបានអាចទទួលយកបាន relevant តើវាមានការពាក់ព័ន្ធទៅនឹងគោលបំណងរបស់យើងដែរទេហើយ timely យើងត្រូវគិតពីពេលវេលាថាតើការជជែកជាមួយភ្ញៀវណាត់ជាមួយភ្ញៀវហ្នឹងគឺទៅតាមពេលវេលាកំណត់ដែរទេអញ្ចឹងអាហ្នឹងគឺយើងប្រើវិធីសាស្ត្រ SMART ជំហានទី3គឺយើងចាប់ផ្ដើម
ធ្វើការចូលតំណែងទៅរកអតិថិជនបានន័យថាអនុវត្តផែនការរបស់យើងណាបាទអ្វីដែលយើងបានត្រៀមហើយយើងមានអតិថិជននៅក្នុងដៃអតិថិជនគោលដៅហ្នឹង contact list ហ្នឹងគឺយើងចាប់ផ្ដើមធ្វើការតំណែងគាត់សុំណាត់ជួបគាត់អញ្ជើញគាត់ឲ្យមកកន្លែងយើងឬក៏យើងទៅជួបគាត់អីជាដើម 3.1 ការរៀបចំខ្លួនជាស្រេចវាជាពេលដែលបុគ្គលិកលក់ជួបជាមួយអតិថិជន buyer ដំបូងនៅក្នុងការចាប់ផ្ដើមពិភាក្សាអំពីផលិតផលឬក៏សេវាកម្មបាទយើងអញ្ជើញគាត់យើងទៅជួបគាត់ចូលចងចាំថាវាគ្មានឱកាសជាលើកទី 2 ទេដើម្បីទទួលបានចំណាប់អារម្មណ៍នោះអញ្ចឹងនេះគេប្រើពាក្យថា there is no second chance to make first impression អញ្ចឹងអ្វីក៏ដោយគឺនៅពេលដែលយើងរៀបចំបានយ៉ាងល្អរៀបចំខ្លួនរួចជាស្រេចគឺពេលដែលយើងទៅជួបភ្ញៀវជាលើកដំបូងណាគឺយើងត្រូវតែឲ្យគាត់មានចំណាប់អារម្មណ៍របស់យើងជាលើកទី 1 ហ្នឹងបើសិនជាអីគេខ្លួនយើងការតុបតែងរបស់យើងមុខមាត់របស់យើងការស្លៀកពាក់របស់យើងមិនធ្វើឲ្យគាត់ចាប់អារម្មណ៍អញ្ចឹងយើងពិបាកនៅក្នុងការកែកលកែជាលើកទី 2 អញ្ចឹងដូចជាយើងទៅណាត់ជួបនរណាម្នាក់ហើយក្លិនខ្លួនដែលយើងជួបគាត់ណាដំបូងហ្នឹងគឺវាដកក្នុងខួរក្បាលយើងហ្មងបាទទោះជាជួបលើកទី 2 ក៏មានអារម្មណ៍ថាគាត់នឹងនៅធំក្លិនអញ្ចឹងដែរអញ្ចឹងអាហ្នឹងយើងត្រូវប្រយ័ត្នណាតាំងពីក្លិនមាត់អាហ្នឹងយើងត្រូវប្រយ័ត្នមែនតើអញ្ចឹងពេលដែលជួបជាលើកដំបូងគឺគេនឹងវាតម្លៃយើងដើម្បីបង្កើនអារម្មណ៍ល្អជាលើកដំបូងគឺយើងត្រូវតែស្លៀកពាក់តាមបែបពាណិជ្ជកម្មដែលសមរម្យនិងស្អាតស្អំត្រូវមានរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួនជៀសវាងការជក់បារីទំពាស្ករកៅស៊ូឬក៏ផឹកស្រានៅក្នុងការិយាល័យភ្ញៀវរបស់អ្នករក្សាអាកប្បកិរិយាឲ្យបានត្រឹមត្រូវទុកសម្ភារៈដែលមិនចាំបាច់ទាំងអស់នៅខាងក្រៅការិយាល័យជាដើមបើសិនយើងទៅជួបគាត់បើអាចសូមអង្គុយចុះដំណាក់កាល 3.2 ដំណាក់កាលទី 1 គេហៅថាកសាងសម្ព័ន្ធមិត្តពីភាពទុកចិត្តគ្នាអញ្ចឹងយើងទៅដល់យើងជជែកលេងជាមួយគាត់បន្តិចសិនណានេះការកសាងសម្ព័ន្ធមិត្តជាមួយ prospect របស់អ្នកដោយការប្រើពួកគេពាក់ព័ន្ធជាមួយនឹងអ្នកនិងរៀនសូត្រពីពួកគេផងដែរអញ្ចឹងយើងនិយាយគ្នាលេងសិនណារឿងរបស់យើងផ្ទាល់ខ្លួនយើងអីតិចតួចអីចឹងទៅអារម្មណ៍សំខាន់គឺការលក់ខ្លួនឯងតែម្យ៉ាងប៉ុណ្ណោះបើគេចូលចិត្តអ្នកនោះពួកគេនឹងយល់ពីការបង្ហាញគម្រោងរបស់អ្នកតែបើសិនជាគេមិនចូលចិត្តអ្នកឬមិនទុកចិត្តអ្នកក៏មិនបានអ្វីពីការបង្ហាញគម្រោងនោះដែរទី2តើអ្នកនឹងត្រូវធ្វើវាយូរប៉ុណ្ណាគឺចម្លើយយូររហូតដល់តែអ្នកคลายខ្លួនទៅជាអ្នកបង្ហាញគម្រោងធ្វើឲ្យអតិថិជនគោលដៅរបស់យើង prospect របស់យើងនឹងជឿទុកចិត្តវាអាចថាត្រូវប្រើពេលជាមួយ prospect ខ្លះរយៈពេល 2-3 នាទីណារីឯ prospect ខ្លះវាអាចរហូតដល់30ទៅ40នាទីក៏មានផងដែរអាហ្នឹងគឺយើងនិយាយពីយើងខ្លួនយើងលក់ខ្លួនយើងសិនណាឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយគាត់ដំណាក់កាលទី 2 គឺយើងផ្ដោតអារម្មណ៍និងកត្តាលើកទឹកចិត្តដំបូងជូនគាត់យល់ដឹងពីអារម្មណ៍ដែល prospect របស់អ្នកប្រាប់អ្នកឲ្យដឹងថាអ្វីដែលពួកគេចង់បាននិងអ្វីដែលពួកគេមិនចង់បានខ្ញុំលើកឧទាហរណ៍កត្តាលើកទឹកចិត្តដែលធ្វើឲ្យមនុស្សភាគច្រើនសម្រាប់ចិត្តទៅទិញឬក៏ជួលអចលនទ្រព្យដោយសារតែវាមានសហគមន៍គ្រប់គ្រងណាឬក៏កន្លែងទ្រទ្រង់អចលនទ្រព្យមានដូចគេសាលាមត្តេយ្យសាលាបឋមសិក្សាអនុវិទ្យាល័យភោជនីយដ្ឋានឧទ្យានជាតិណាផ្សារធំកន្លែងកំសាន្តវប្បធម៌កីឡាអីជាដើមកត្តាមួយទៀតដែលតម្រូវឲ្យគាត់ត្រូវទិញយកសេវាកម្មទិញយកអចលនទ្រព្យហ្នឹងគឺថាគាត់អាចរកស៊ីបានដែរទេណាលក់ទៅវិញបានដែរទេរស់នៅបានដែរទេពេលវេលាទិញលក់រហ័សដែរទេប្រជាជនច្រើនអត់មានមន្ទីរពេទ្យអត់មានផ្លូវថ្នល់អត់ទឹកភ្លើងលូរោងចក្រតំបន់ឧស្សាហកម្មនានាមានដែរទេចឹងអាហ្នឹងឯងដែលជាកត្តាគួបផ្សំផ្សាយផ្សំដើម្បីបញ្យល់ទៅភ្ញៀវឲ្យកាន់តែមានទំនុកចិត្តចំណាប់អារម្មណ៍អញ្ចឹងការរៀបចំខ្លួនអ្នកទាំងអស់គ្នាត្រូវលក់ខ្លួនឯងជាមុនសិន
មុននឹងលក់ផលិតផលឬក៏សេវាកម្មណាយើងត្រូវមានត្រៀមអីគេមាននាមប័ណ្ណរូបរាងខាងក្រៅរបស់យើងត្រូវមានការតុបតែងឲ្យស្អាតញញឹមជានិច្ចណារំភើបរីករាយជានិច្ចមានទំនុកចិត្តគោរពពេលវេលាការសន្យាការទទួលខុសត្រូវគ្រប់បែបយ៉ាងជាមួយអតិថិជនព្យាយាមចងចាំឈ្មោះអតិថិជនហើយការប្រស្រ័យទំនាក់ទំនងគ្នានឹងតាមរយៈភ្នែកចំយើងត្រូវ eye contact ជាមួយគាត់ដំណាក់កាលទី3គឺយើងផ្ដល់កត្តាជំរុញទឹកចិត្តយកមកប្រើបន្តទៀតណាមិញហ្នឹងយើងជំរុញទឹកចិត្តជាលើកដំបូងឥឡូវយើងពេលដែលក្នុងការសន្ទនាហ្នឹងយើងបន្តទៀតយើងបន្តនៅពេលដែលអ្នកបង្ហាញគម្រោងចូលអ្នកប្រើពាក្យរបស់ prospect នៅក្នុងការបង្ហាញគម្រោងទាំងនេះហេតុអីគឺយើងត្រូវអាសាលើកយកពាក្យសម្ដីរបស់ prospect ដែលគាត់លើកឡើងយកមកនិយាយជាឧទាហរណ៍ព្រោះនោះមានន័យថាអញ្ចឹងណាបាទបានន័យថាអ្វីដែលគាត់និយាយមកយើងយកអាពាក្យប្រយោគរបស់គាត់ហ្នឹងយកមកនិយាយដើម្បីអីដើម្បីឲ្យអាប្រយោគដែលយើងនិយាយហ្នឹងគឺជាប្រយោគរបស់គាត់គឺជាគំនិតរបស់គាត់មិនមែនជាគំនិតយើងទេបាទខ្ញុំលើកឧទាហរណ៍ព្រោះនោះមានន័យថាអ្នកនឹងអាចមានឱកាសសន្សំប្រាក់និងមានផែនការសម្រាប់អនាគតល្អប្រសើរឬក៏យើងអាចប្រើថានេះមានន័យថាអ្នកអាចដោះស្រាយបំណុលជួយសម្រាប់ព្យាបាលជំងឺក្រុមគ្រួសារដែលមានជំងឺអញ្ចឹងអ្វីដែលគាត់លើកឡើងបញ្ហារបស់គាត់លើកឡើងហ្នឹងយើងអាសារំលឹកពីពាក្យសម្ដីរបស់គាត់នឹងឡើងមកវិញអញ្ចឹងណានៅពេលដែលអ្នកនិយាយនៅពាក្យសម្ដីរបស់ prospect ដដែលខណៈដែលអ្នកបង្ហាញគម្រោងគឺគម្រោងនោះនឹងคล้ายទៅជាគម្រោងផ្ទាល់ខ្លួនរបស់គេគម្រោងនោះនឹងមានន័យនឹងកសាងកម្លាំងចិត្តក្រៅពីคล้ายទៅជាគំនិតនិងពាក្យសម្ដីរបស់ពួកគេមិនមែនជាសម្ដីរបស់អ្នកឡើយអញ្ចឹងអាគម្រោងដែលយើងបង្ហាញហ្នឹងគឺជាគម្រោងដែលគាត់ចង់បានដំណាក់កាលទី4គឺចងចិត្តឲ្យគេសម្រេចចិត្តចងចិត្តយ៉ាងម៉េចនៅពេលដែលអ្នកប្រើតិចនិចទាំងនេះតាមពេលវេលាខាងដើមការអញ្ជើញ prospect ឲ្យសម្រេចចិត្តវាមិនមែនជារឿងហួសពីការពិតតទៅទៀតទេអ្វីដែលសំខាន់ត្រូវចាំទុកនៅពេលដល់ពេលវេលាសមរម្យដែល prospect នឹងសម្រេចចិត្តអ្នកត្រូវតែអញ្ជើញឲ្យពួកគេចូលរួមសិក្ខាសាលាបន្ថែមព័ត៌មានជាមួយអ្នកឲ្យបានច្រើនអ្នកត្រូវនិយាយដោយភាពច្បាស់លាស់ដោយភាពជឿជាក់នៅក្នុងចិត្តនិងប្រាប់ពួកគេថាអ្នកត្រូវការឲ្យពួកគេសម្រេចចិត្តនៅក្នុងថ្ងៃនេះមិនមែនថ្ងៃស្អែកឡើយការតំណាក់តំណងល្អវាកើតឡើងពីអារម្មណ៍ដែលយើងដូចគ្នាមនុស្សចូលចិត្តមនុស្សដែលដូចខ្លួនឬក៏ដូចទៅនឹងមនុស្សដែលចង់คล้ายទៅជាអញ្ចឹងពេលខ្លះគាត់សម័យថាអូម្នាក់នេះគាត់ធ្វើខ្លួនឲ្យដូចជា fan របស់គាត់ដូចជា idol របស់គាត់ចង់បានយ៉ាងនេះគាត់ចង់បានយ៉ាងនោះអញ្ចឹងអ្វីដែលយើងនិយាយទៅគាត់មានទំនុកចិត្តនិងគោរពស្រឡាញ់យើងយុទ្ធសាស្ត្រមួយទៀតយើងមានយុទ្ធសាស្ត្រ 3.3 គឺយុទ្ធសាស្ត្រធ្វើបទបង្ហាញឲ្យមានប្រសិទ្ធភាពគឺទី1យុទ្ធសាស្ត្រទី1យើងត្រូវចេះប្រើពាក្យអាហ្នឹងពាក់ព័ន្ធជាមួយនឹងចិត្តសាស្ត្រណាការប្រើប្រាស់ពាក្យពេចន៍ភ្ជាប់បន្ថែមលើកដាក់សម្លេងជាកាយវិការដងខ្លួនចលនាដៃដែលយើងយកមកបង្ហាញ prospect ដែលឆ្លើយចំពោះចម្លើយខ្លីៗវិធីដ៏ល្អបំផុតគឺប្រើពាក្យពេចន៍ឃ្លាប្រយោគភ្ជាប់ដើម្បីឲ្យពួកគេនិយាយតទៅទៀតជាបន្តបន្ទាប់ឧទាហរណ៍នោះមានន័យថាឧទាហរណ៍ដូចជាដូច្នេះក៏ដូចជាក្រៅពីនោះអ្នកក៏ជាដែលនោះមានន័យថាទេទាំងអស់នេះយើងប្រើពាក្យបន្តិចទាំងអស់ហ្នឹងគឺធ្វើឲ្យអតិថិជនហ្នឹងបន្តការសន្ទនាជាមួយយើងទៀតគាត់នឹងលើកឡើងបន្តនៅពេលដែលអ្នកប្រើយុទ្ធសាស្ត្រពាក្យពេចន៍ចូលអ្នកធ្វើនៅរឿង3យ៉ាងទី1អោនខ្លួនទៅមុខបន្តិចព្រមជាមួយនឹងចលនាដៃរៀបស្មើដាក់ទៅមុខ prospect យើងធ្វើកាយវិការបន្តិចអូសកន្ទុយសំឡេងនៅក្នុងព្យញ្ជនៈចុងក្រោយរបស់ពាក្យពេចន៍ឲ្យវែងមានន័យថាយើងរៀងសកត់ខ្លួនរៀងវែងបន្តិចទៅណាលើកដាក់សំឡេងទី3ខ្លួនអែនត្រឡប់ថយក្រោយមកវិញហើយក៏ឈប់និយាយព្រមជាមួយនឹងដៃទទេដាក់លើចង្ការបស់អ្នកដូចជាអ្នកកំពុងតែប្រមាលមើលនិងកំពុងតែស្ដាប់គាត់និយាយយុទ្ធសាស្ត្រទី2តិចនិចនៃការងក់ក្បាលនៅពេលទាំងអ្នកនិយាយនិងទាំងអ្នកស្ដាប់ងក់ក្បាលអ្នកស្ដាប់កំពុងតែមានអារម្មណ៍ល្អនិងមានឱកាសច្រើនដែលលទ្ធផលនៃការចរចានឹងចេញមកល្អការងក់ក្បាល
cứ chỉ cai với ca đang chùm rôn ở nè đợt tây nỉ dây du lang chỉ rơi rơi do được sạc thì bày chất kha han tích tuổi chốt chốt là bịa bạch khla đâu chìa ồ rứ chỉ cả rứ mền rứ lọ tế prát tẹt tông chỉ mùi nằng ní bần tích bàn tế bán chả chắc tầng on ấy cứ chỉ bịa bạch tích chua như này đâm bay chùm rôn phiếp kha han nè nó không cả son từ nè ca prao bịa bạch bèm ní khả năng đây quạt cầm pung tay này dây ai thưa ao nè từ tua ban tên này một tràn chiêng pi đông rồi bỏ tên này đại nè đợt tây nằng ao nè giờ mới rụp hiệp này ta rụp hiệp nó cái trong hành mày giờ được sang tí buôn ca cơ krong cực sai này nó dương phải chia quạt nè tay dương mệnh thẹp quạt đấy cứ dương thưa sẽ cam một hiệp chừng o bằng hành bạn nó làm bay ao cả sai này bỏ quán từ tam cam chia bỏ dương cam bánh chun tên này tới khu của bà tam rồi dạ cực sai này cứ bắt sắp phẩm bơ thì rồi rồi chia phẩm buôn thì rồi bạn này thật sẽ đáp chẳng này bao dương nó này cứ cho đó khu của bác bắt sắp phẩm thì rồi sẽ đáp tay phẩm buôn thì rồi hai tầm nét tầm nóng xem cai xem cứ buôn thì rồi chẳng cả sai này cứ sầm khăn chẳng những thua bạn mình đàm bấy cướp con cùng rất cột sai này ở ban tràn mầm phật nét trơi tại pra bích chừng ô nơi ở vây đây cầm phong bằng háng khả năng chỉ môi kia nét con nâng nỉ dây nơi ở vây đây prospect mưa khơi cài pì nú ao lướt trong bích ở vây đây nét bằng háng nâng căn bích cu vi bằng háng chừng lót cột sai này rồi bỏ kế nâng rồi bỏ nè nâng ngụa có ba khả năng để nè như vậy chẳng dân căn bích nhá dân mưa rụp hiệp á dân căn bích hay dân chọn o bằng hang cu vi nhá chẳng nên bỏ quán cứ mưa tam ca cu bằng hang bao dân đôi dân phải chia quạt từ tua vô chẳng mỗi tiền khỏi bây giờ bằng hang hai dân thử chắc phải chia quạt từ lọp màu hình quạt mưa mà dân mình chẳng cái phở cay bị cay như mày cái nhé cái lực đầy xâm lấn tới hàng lơ bích rồi bỏ nè nè tới phết rồi bỏ respect rồi bỏ nè nâng chừng all từ bị pro còn lại để nè xâm lấn mưa nút cả thưa đổi nè vì ai bình chun chia cầm lặng tròn đàm bay người các ba rồi bỏ respect lại đàm bay ở cái ban xâm lấn màu đó rồi sai phết rồi bỏ nè nâng đàm bay kia mưa nâng ban lư ở vậy để nè cùng phong tay này vậy có ban từ tua tên này đai mình men chỉ ca cầm riếm nè trơi tại chưa chẹt được nông chất khả năng đại nè cầm phong tay này vậy nụ respect sầm lăng ban đai mặc khang tiết rồi bỏ nè phòng đài chẳng như mưa cái nhé cái thua cài cái dụ bệnh lược la hay thử đầy thử ấy chứ chẳng thua ao à rộng thể chuột nắng cứ lò bà xa hay tam ca bây giờ bỏ giờ nắng của tam giường dốt sát tí prem ca tha dốt sát lọ bánh trăng bị tật phiệp hai mirroring ឬក៏ matching នៅពេលដែលមនុស្សពីរនាក់មានអារម្មណ៍ចូលគ្នារាងកាយរបស់ពួកគេនឹងមានចលនានៅក្នុងខណៈដែលធ្វើការព្រមគ្នាបញ្ចេញកាយវិការប្រហាក់ប្រហែលគ្នានិងប្រើផ្លូវដូចគ្នានេះគឺជាការកសាងសម្ព័ន្ធភាព relationship រវាងអ្នកចូលរួមការសន្ទនានិងជៀសវាងទំនាស់សកម្មភាពផ្សេងៗផងដែរដូចជាការនិយាយថាខ្ញុំដូចជាអ្នកហើយខ្ញុំមើលទៅឃើញថាដូចអ្នកដែរនឹងការគិតឃើញថាដូចអ្នកដែរឃើញទេយុទ្ធសាស្ត្រទី6ការធ្វើចង្វាក់ព្រមគ្នាគេថា matching ឬក៏ patching យើងមើលឃើញទេរូបនេះគឺមួយហា matching គឺកាយវិការឆ្វេងស្ដាំដូចគ្នាហើយ mirroring ដូចយើងឆ្លោះកញ្ចក់អញ្ចឹងពេលដែលការសន្ទនាយើងសង្កេតមើលមនុស្សពីរនាក់បើសិនជាចូល matching ឬក៏ mirroring ហើយគឺយើងនិយាយទៅគឺអត់ខុសគ្នាគឺបានន័យថាកាយវិការឬក៏គំនិតវាអាចចាប់ផ្ដើមចូលគ្នាការធ្វើចង្វាក់ព្រមជាមួយនឹងអ្នកដទៃក៏คล้ายទៅជាមូលដ្ឋាននៃការទំនាក់ទំនងនៅក្នុងការរក្សាចំណងមិត្តភាពផងដែរគំនិតភាសាសំឡេងកាយសម្បទានគឺអ្វីគឺស្រដៀងគ្នាបែបហ្នឹងតិចនៃការប្រើប្រាស់ពាក្យសម្ដីដំបូងគេហៅថា approach technique នៅពេលដែលយើងតាក់ទងគាត់ដើម្បីស្នើសុំជជែកជាមួយគាត់ឬក៏និយាយជាមួយគាត់យើងអាចលើកវិធីសាស្ត្រណាមួយយកមកនិយាយតោះយើងចូលដល់ចំណុចទី4គឺការធ្វើបង្ហាញ
bà ở vậy để dương triêm ở vậy để dương ban tận nẹt tận nón quạt hai ở lấy dương nạt kia thời chuột thời nhảy bà bọt bằng hang trở ban bằng càn la nơi lơ tầm nẹt tầm nón với chấm miến pi vị thị đôi chân này ca đáp ở vậy cướp giang đại thì chôn để giấy cứ miên sạ sầm khăn khăng nè bọt bằng hang đại từ tua ban chụp chơi bom phốt cứ bay từ lơ ca son từ nê rồi về thì chôn nâng nẹt lụa chỉ ca rùm xóm nở ro chầm lai từ nâng ca chầm to rồi có tràn trao nè mùi chẳng à pe bọt bằng hai nè nhưng có đăng này nhưng có triêm hai đây nè à banh hai để con đừng lướt lại nè đầm nó sai ấy để dân thử thiếm cho mỗi con còn lưới này ca thua bọt bằng hai cứ dân cầm nót pia tạ sinh nhà là bàn cho bác lúa thì cô nó đàm bay đăng làm pi chầm nạp ở rom nó không ca tinh vô nè trời tại xua nơi sầm nuôi chỉ tràn tới thì trốn hỏi đáp đời giúp cho tục đại nè có trời tại mưa pi sinh nhà đai mình mến chỉ biết sầm đấy đại quát bằng hành dưỡng thời che xua che snap hay che hình kết che mưa nè xong cung rồi cột cụ cồn đàm bay ao cá cụ côn chụp chảy nè nâng trời cả hiệp khó khăn rồi viên lẹ nạ rục riêng nâng thạp và giáo nơi phải là tập phó có sự cam bỏ dừng nè nhưng thời đăng tha ta phải là tập phó bỏ dừng nó vì miền rục riêng dạng mấy kẹt tiền này thì hay phải là tập phó nó miền là thạp và giáo ấy khla chỉ môi vậy để dừng trong lụa trong mình to một nét nâng cai sầm rùa thạp và giáo môi rụp ti đại bất chịp cu con từ nâng cô bồng nong rồi bỏ nẹt tình thì chôn này trọng tình chẳng những thở mơ nè tha bà sân chỉ còn miên đầm rơi cả nè cho là trộp bẹp ti tăng là mùi cho là trộp để sầm rap lụa đầu rồi có rú này chẳng giống miên option ởផលិតផលជំរើសពី3ឲ្យគាត់ណាណែនាំគាត់ណាអញ្ជើញគាត់ឲ្យទៅទស្សនាអធិជនគ្រប់រូបចង់បានទីតាំងល្អប្រសើរជាងស្ថានភាពបច្ចុប្បន្នរបស់គាត់មួយទៀតគឺពេលដែលយើងធ្វើបទបង្ហាញនោះព្យាយាមបង្ហាញអត្ថប្រយោជន៍ឲ្យច្រើនឲ្យគាត់ណាឬក៏ព្យាយាមប្រាប់ពីបញ្ហាដំណោះស្រាយជូនគាត់ឲ្យបានកាន់តែច្រើនគឺល្អដំបូងយើងត្រូវយល់ពីតម្រូវការរបស់អតិថិជនឲ្យលម្អិតសិនរៀបចំតាមលំដាប់អត្ថប្រយោជន៍ជូនគាត់និងកំណត់តម្រូវការណាដែលសំខាន់យល់ពីការផ្លាស់ប្ដូរដោយស្វែងយល់ពីកំណត់ត្រាថែរក្សានិងតម្រូវការសម្រាប់អតិថិជនម្នាក់គួរតែមានចឹងយើងចាំការធ្វើបទបង្ហាញការណែនាំដំណើរការនៃការបញ្ចុះបញ្ចូលនៃភាពត្រឹមត្រូវគឺទី1យើងទៅរំលេចនៅគុណសម្បត្តិខ្ញុំលើកថាដូចជាអចលនទ្រព្យយើងលើកពីគុណសម្បត្តិថាលំនៅឋានថ្មីគុណភាពល្អកាត់បន្ថយការចំណាយខ្ពស់ការដឹកជញ្ជូនងាយស្រួលឥតកម្រាលគ្រឿងតុបតែងខាងក្នុងល្អអញ្ចេះមួយចេះពីរលាក់នឹងលាក់តាមតម្រូវការមូលដ្ឋានរបស់អតិថិជនគឺយើងនឹងអាចគូកងផ្ទះនឹងបានណាសមនឹងគាត់ដែរទេតាមលក្ខណៈគោលដៅដែលគាត់ចង់បានទី2ក្រោយពីអញ្ចឹងយើងព្យាយាមណែនាំយើងព្យាយាមបញ្យល់គាត់ណាហើយនឹងលើកយកអាចចំណុចខ្វះខាតចំណុចខ្សោយចំណុចអីហ្នឹងយកមកនិយាយជាមួយគាត់ឲ្យគាត់យល់ផងដែរនៅទីបញ្ចប់យើងក៏នឹងទទួលបានជោគជ័យទៅលើអតិថិជនគោលដៅរបស់យើងហើយវាក៏នឹងត្រូវលក់ដាច់ផងដែរយើងត្រូវចាំយើងមិនមែនលក់ផលិតផលឬក៏សេវាកម្មទេគឺយើងលក់អត្ថប្រយោជន៍នេះលក់គំនិតព្យាយាមបង្ហាញអតិថិជនអំពីអត្ថប្រយោជន៍ឲ្យបានច្រើនតាមដែលធ្វើទៅបានវានឹងបង្កើននៅឱកាសសម្រាប់ការលក់ហើយជួយអតិថិជនដោះស្រាយបញ្ហាឬក៏រកឲ្យឃើញនៅតម្រូវការរបស់គាត់កាន់តែច្រើននឹងអាចធ្វើឲ្យគាត់ចំណេញច្រើនយ៉ាងបោះបង់ការភ័យខ្លាចទុកកង្វល់ផ្សេងរីករាយនឹងទទួលយកវាមានមោទនភាពគិតថាខ្លួនឯងសំណាងជាងអ្នកដទៃលាក់នឹងលាក់ឥឡូវយើងមើលយើងបើកភោជនីយដ្ឋានថាយើងលក់អាហារហាងលក់សម្លៀកបំពាក់យើងបើកបណ្ណាល័យយើងបើកហាងកុំព្យូទ័រយើងបើកឱសថដ្ឋានបាទអាហ្នឹងគេហៅថាយើងមិនមែនលក់អាហារសម្លៀកបំពាក់សៀវភៅកុំព្យូទ័រឱសថទេយើងមើលមកគឺរូបភាពបែបហ្នឹងតែយើងត្រូវបង្ហាញទៅភ្ញៀវថាយើងមិនមែនលក់តែអាហារទេណាគឺនេះយើងលក់ពីគំនិតបើយើងលក់អាហារមានន័យថាអាហារដែលមានរសជាតិអាហារមិនប៉ះពាល់នឹងសុខភាពសម្លៀកបំពាក់បង្ហាញនៅភាពគួរឲ្យទាក់ទាញនិងស្រឡាញ់
សភៅគឺយើងនឹងទទួលបាននូវព័ត៌មានល្អកុំព្យូទ័រយើងអាចយកមកគ្រប់គ្រងនិងរក្សាទុកឯកសារបានយូរអង្វែងឱសថវាធ្វើឲ្យជីវិតសុខភាពរបស់យើងកាន់តែល្អហ្នឹងណាអញ្ចឹងយើងត្រូវព្យាយាមថាអាផលិតផលឬក៏សេវាកម្មដែលយើងកំពុងតែដាក់លក់ហ្នឹងគឺជាប្រយោជន៍របស់អតិថិជនយើងដោះស្រាយបញ្ហារបស់គាត់អញ្ចឹងព្យាយាមរកអត្ថប្រយោជន៍ហ្នឹងឲ្យច្រើនទើបបានគាត់យល់គាត់លែងមានទុក្ខកង្វល់គាត់អាចសម្រេចចិត្តក្នុងការទិញយករបស់យើងមើលរវាង feature ហើយនិង benefit ពាក្យថា feature គឺរូបរាងលក្ខណៈនៃផលិតផលរបស់យើងតើផលិតផលរបស់យើងមានស្អីខ្លះនៅក្នុងហ្នឹងតែ benefit វិញយើងត្រូវសួរថាតើផលិតផលឬក៏សេវាកម្មរបស់យើងនេះវាអាចធ្វើអ្វីបានខ្លះសម្រាប់អតិថិជនបានន័យថាយើងជួយស្អីខ្លះផ្ដល់ប្រយោជន៍អីខ្លះទៅឲ្យអតិថិជនអញ្ចឹងយើងត្រូវប្រយ័ត្នរឿង feature ហើយនិង benefit ណាពីហ្នឹងក៏យើងអត់អាចចោលដែរប៉ុន្តែយើងត្រូវយល់ថាតើអតិថិជនគាត់ចង់បានប្រភេទមួយណាអ្នកខ្លះក៏អត់ខ្វល់ពីផលប្រយោជន៍គិតថារូបរាងស្អាតណាភាពទាក់ទាញដែលគាត់ប្រើប្រាស់ហ្នឹងបាទអាហ្នឹងគឺរឿងផ្សេងដូចយើងនិយាយពាក្យកលៃហើយនឹងមាសសុទ្ធអញ្ចឹងណាហ្នឹងហើយអ្នកខ្លះគេហៅពាក់កលៃស្អាតជាងណាមានជំរឿឲ្យថោកអាហ្នឹងវាស្រែតែគាត់ទេបាទអញ្ចឹងយើងត្រូវប្រយ័ត្នអាកន្លែងហ្នឹងបាទយើងមើលបាទឥឡូវយើងចូលមកដល់ចំណុចទី5គេហៅថា drill close សាកល្បងលក់ចេញអញ្ចឹងអ្វីដែលយើងធ្វើបទបង្ហាញតើយើងភ្ញៀវគាត់នៅមានចង្អុលអីដែរទេទី1 drill close គឺការសួរពីគំនិតយោបល់ពីគាត់មិនមែនយើងសួរអំពីការសម្រេចចិត្តទិញនោះទេវាផ្ដល់ជាយោបល់ឬក៏ប្រតិកម្មពីគាត់ drill close គឺជាបច្ចេកទេសនៃការទំនាក់ទំនងដ៏ល្អបំផុតនៅក្នុងការធ្វើបទបង្ហាញនៃការលក់ 5.1 មូលហេតុនៃការធ្វើ drill close វាអាចជួយឲ្យអ្នកកំណត់ឃើញនៅទី1តើថាអតិថិជនចូលចិត្តពីលក្ខណៈរូបរាងឬគាត់ចូលចិត្តអត្ថប្រយោជន៍នៃផលិតផលរបស់អ្នកថាតើអ្នកបានឆ្លើយនៅរាល់ការជំទាស់ណាមួយដែលគាត់នឹងលើកឡើងហើយឬនៅថាតើនៅមានការជំទាស់ណាមួយនៅសេសសល់ដែលនឹងត្រូវបានលើកឡើងឬទេថាតើអតិថិជនបានត្រៀមរួចរាល់នៅក្នុងការទិញយកហើយឬទេហើយឬនៅ 5.2 គំរូកម្រងសំណួរសម្រាប់ការសួរទៅអតិថិជនចូលចាំថាកុំសួរអ្នកណាម្នាក់ឲ្យទិញយកភ្លាមវាជាការសួរសំណួរដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលបុគ្គលនោះកំពុងគិតអំពីអ្វីដែលអ្នកលក់និយាយយើងមើលយើងសួរថាតើអ្នកយល់យ៉ាងម៉េចដែរតើវាពិតជាសំខាន់សម្រាប់អ្នកឬទេតើនោះពិតជាអស្ចារ្យមែនទេខ្ញុំឃើញថាអ្នកកំពុងតែញញឹមតើអ្នកយល់ថាយ៉ាងម៉េចដែរតើការឆ្លើយទាំងអស់នេះត្រូវនឹងអ្វីដែលអ្នកបារម្ភមែនទេតើអ្វីដែលខ្ញុំលើកឡើងត្រូវនឹងសំណួរនេះឬទេបាទហ្នឹងជាបច្ចេកទេសដែលយើងសួរដើម្បីយើងធ្វើ drill close យើងតែងតែបាត់បង់ការលក់ដោយសារតែយើងព្យាយាមគិតតែប្រាប់បានន័យថានិយាយរហូតជំនួសឲ្យការលក់ដើម្បីលក់បានជោគជ័យអ្នកត្រូវតែសួរសំណួរឲ្យបានច្រើននិងអនុញ្ញាតឲ្យអតិថិជនធ្វើការប្រាប់មកអ្នកនិងអនុញ្ញាតឲ្យអតិថិជនធ្វើការប្រាប់មកយើងវិញគឺយើង question វិញយ៉ាងហ្នឹងណាបាទអញ្ចឹងខ្ញុំបញ្យល់បន្ថែមការប្រស័យតាក់ទងគឺវាមានពីររបៀបនៅក្នុងដំណើរការនៃការធ្វើបទបង្ហាញទាំងមូលប្រសិនបើអ្នកលក់គាត់គិតតែពីនិយាយហើយអតិថិជនគិតតែពីស្ដាប់រហូតអញ្ចឹងអ្នកលក់ច្បាស់ជាមិនអាចដឹងថាតើអតិថិជននឹងអារម្មណ៍ឬក៏តម្រូវការរបស់គាត់នឹងត្រូវដែរទេហើយប្រសិនបើអតិថិជនចូលរួមជជែកវិញយើងទុកឱកាសជជែកយើងសួរសំណួរឲ្យគាត់ឆ្លើយមិនត្រឹមតែការណែនាំរបស់អ្នកត្រូវបានទទួលដោយអតិថិជនប៉ុណ្ណោះទេវាក៏ថែមទាំងធ្វើឲ្យការទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែមានផាសុកភាពនិងលក្ខណៈធម្មជាតិហើយសម្ពាធរបស់អ្នកនឹងត្រូវបានកាត់បន្ថយទៅតាមនោះដូច្នេះក្នុងកំឡុងពេលដែលធ្វើបទបង្ហាញណែនាំអ្នកមិនត្រូវភ្លេចតាក់ទងជាមួយនឹងអតិថិជនហើយទុកឲ្យអតិថិជនចូលរួមផ្ដល់បទពិសោធន៍ផងដែរដើម្បីឲ្យអ្នកមានអារម្មណ៍ជ្រាលជ្រៅ
ពីព្រោះអធិជនយកចិត្តទុកដាក់បំផុតចំពោះអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់គឺយើងយកសំណួរបែបជាបញ្ហាយកមកចោទសួររបស់គាត់យើងសំណួរនេះនឹងធ្វើឲ្យអ្នកដឹងអំពីបញ្ហាពិតរបស់អធិជនយើងសួរថាតើវានឹងធ្វើឲ្យផលប៉ះពាល់ឬក៏មានបញ្ហាអ្វីដល់អ្នកដែរទេអញ្ចឹងយើងយកអាសំណួរបែបបញ្ហាមកចោទសួរគាត់សំណួរមួយទៀតបែបការឈឺចាប់បែបអារម្មណ៍បើយើងនិយាយពីការដាក់ថ្នាំវិញយើងវានឹងធ្វើឲ្យអធិជនមានអារម្មណ៍មានបញ្ហាអវិជ្ជមានជាបន្តបន្ទាប់អញ្ចឹងយើងសួរគាត់តើអ្នកមានអាការៈឈឺចុកចាប់នៅកន្លែងណាខ្លះអញ្ចឹងណាយើងចោទជាសំណួរឲ្យគាត់បង្ហាញពីអារម្មណ៍ឈឺចាប់របស់គាត់ចេញមកមួយទៀតគឺភាពរំភើបណាគឺបង្កើតឲ្យមានអារម្មណ៍នៅក្នុងចិត្តនិងបេះដូងវិជ្ជមានដែលផ្ដល់នូវហេតុផលដែលគួរតែទិញយកតើអ្នកកំពុងតែរកមើលអ្វីដែលអាចជួយអ្នកមែនទេឃើញទេអាហ្នឹងយើងប្រើតិចនិចទាំងអស់ហ្នឹងយើងចូលមកដល់ចំណុចទី6ចំណុចនេះគឺសំខាន់គឺយើងកំណត់ពីបញ្ហាមូលហេតុនៃការច្រានចោល objection អាចគ្រាន់តែជាការភ័ន្តច្រឡំឬក៏ការខ្វះព័ត៌មានតែប៉ុណ្ណោះការជំទាស់ជាទូទៅមានដូចជាទី1គឺនិយាយចំអន់លេងណាគាត់ចាប់អារម្មណ៍ពីផលិតផលហើយប៉ុន្តែគាត់ចង់ឲ្យយើងហ្នឹងបន្ថែមព័ត៌មានទៀតដូចជាគាត់និយាយថាខ្ញុំដូចជាមិនទាន់ឃើញអ្នកសាកបង្ហាញពីផលិតផលរបស់អ្នកផងអាហ្នឹងគាត់និយាយលេងគឺតែពីនិយាយទៅគាត់សោកអាពាក្យហ្នឹងចំណុចមួយទៀតគឺលក្ខណៈពិចារណាអ្នកទិញជាញឹកញាប់ជំទាស់ទៅនឹងការសម្រេចចិត្តដោយសារតែគាត់ឥឡូវមិនទាន់ត្រៀមខ្លួនដើម្បីទទួលយកការងាររបស់អ្នកសម្រាប់ព័ត៌មានថ្មីដែលអ្នកបានធ្វើបទបង្ហាញពួកគាត់គ្រាន់តែចង់មានការបញ្ចុះបញ្ចូលថែមទៀតដូច្នេះយើងត្រូវតែបញ្ចុះបញ្ចូលគាត់នៅពេលដែលយើងដឹងលក្ខណៈ passive និង active បើ passive មានន័យថាយើងត្រូវការពេលវេលាយើង follow up ជាមួយគាត់បន្តទៀតឯអ្នកខ្លះគឺ active គឺយើងត្រូវតែលើកទឹកចិត្តបន្ថែមភ្លាមគាត់ច្រើនតែប្រើពាក្យថាម៉េចសូមទុកខិត្តប័ណ្ណឲ្យខ្ញុំសិនមកខ្ញុំសូមគិតមើលសិនចាចំណុចទាំងអស់នេះយ៉ាងម៉េចវិធីដែលយើងដោះស្រាយជាមួយគាត់យើងត្រូវដោះស្រាយយ៉ាងម៉េចអញ្ចឹងអ្វីទៅជាដំណោះស្រាយដែលយើងត្រូវនិយាយអ្នកខ្លះគាត់លើកឡើងបញ្ហាថាមិនទាន់យល់មិនទាន់ជឿជាក់គាត់មិនទាន់យល់ពីការពន្យល់នៅចំណុចសំខាន់រកឲ្យឃើញនៅ misunderstanding ជាអ្វីនៅពេលដែលរកឃើញវាចូលរៀបរាប់ឲ្យបានច្បាស់លាស់ទៅគាត់ភ្លាមរកឲ្យឃើញនៅការខ្វះព័ត៌មានជាអ្វីនៅពេលដែលអ្នករកឃើញចូលផ្ដល់វាឲ្យបានច្បាស់ទៅគាត់ភ្លាមឬគាត់និយាយថាខ្ញុំមិនទាន់ជឿជាក់លើផលិតផលAcry Silicone បាទនឹងធានាថានឹងទូទាត់សងមកឲ្យខ្ញុំវិញទេនៅពេលដែលផលិតនៅពេលដែលប្រសិទ្ធភាពវាអត់កើតអីចឹងណាបាទអាហ្នឹងគឺយើងត្រូវតែរកឲ្យឃើញទី4គាត់អាចលើកយកបញ្ហារឿងតម្លៃយកមកនិយាយណាហើយអាហ្នឹងវាទូទៅហើយដែលយើងប្រទះវាត្រូវបានលើកឡើងដោយមិនគិតពីតម្លៃដែលបានសួរសម្រាប់ផលិតផលមួយពេលខ្លះវាត្រូវបានលើកឡើងដើម្បីលាក់ការជំទាស់ពិតប្រាកដនៅពេលយល់ច្បាស់ថាគុណភាពនៃការដោះស្រាយបញ្ហាលើសពីតម្លៃគឺវាពិតជាងាយស្រួលនៅក្នុងការទិញយកឬក៏អតិថិជនដែលមានតម្រូវការវាតែការមិនទិញយកផលិតផលឬក៏សេវាកម្មរបស់អ្នកអាចមកពីគេមានជំរើសដែលថ្លៃជាងនេះយើងគិតថាយើងលក់ថោកចេះតែនិយាយថោកអញ្ចឹងអាហ្នឹងត្រូវប្រយ័ត្នផងអតិថិជនខ្លះគាត់អត់គិតរឿងតម្លៃទេគាត់គិតពីរឿងអត្ថប្រយោជន៍បាទអត្ថប្រយោជន៍យើងបញ្យល់កាន់តែលើសលប់លើតម្លៃហើយគាត់ចង់បានហើយអញ្ចឹងណាតម្លៃនេះថ្លៃពេកហើយតម្លៃថ្លៃជាងគូប្រកួតប្រជែងគម្រោងថវិការបស់ខ្ញុំមិនមានគ្រប់គ្រាន់នៅឡើយទេបាត់ចិត្តនៅមានកំណត់អញ្ចឹងអាហ្នឹងឯងគឺជាអ្វីដែលយើងត្រូវសិក្សាណាត្រូវដោះស្រាយទី5គាត់អាចលើកយកពីផលិតផលឬក៏សេវាកម្មរបស់យើងណាมันមានលក្ខណៈគ្រប់គ្រាន់សមនឹងគាត់ទទួលអញ្ចឹងគាត់អាចលើកឡើងទី6គាត់អាចលើកយកបញ្ហារឿងក្រុមហ៊ុនគេឈ្មោះរបស់ក្រុមហ៊ុនកន្លងទៅអីយ៉ាងម៉េចទី7គឺបុគ្គលិកផ្នែកលក់ណាអ្នកខ្លះទៅគាត់ប្រើអារម្មណ៍មិនល្អជាមួយគាត់ឬក៏មិនជួយ support គាត់អីជាដើមដោះស្រាយបញ្ហារបស់គាត់ភ្លាមទី8 the stopper
បានន័យថាអ្នកដែលមិនត្រូវការអញ្ចឹងយើងត្រូវគិតស្វែងយល់ថាតើអតិថិជនដែលយើងកំពុងតែ follow up កំពុងតែ take time មួយគាត់ហ្នឹងគួរតែរក្សាគាត់តទៅទៀតឬក៏ទុកឲ្យគាត់គិតទៀតឬក៏យើងបោះបង់គាត់ចោលអញ្ចឹងអានេះមិនមែនអតិថិជនទាំងអស់សុទ្ធតែត្រូវនឹងអ្វីដែលយើងផ្ដល់ឲ្យនោះទេហេតុនេះបោះបង់គាត់ចោលចោះមានអញ្ចឹងណាយើងកុំតាមអីយើងមានអតិថិជនច្រើនទៀតដែលយើងត្រូវ follow up អញ្ចឹងទី7 meet objection ដំណោះស្រាយនៃការច្រានចោលអញ្ចឹងខ្ញុំមានសំណួរមួយតើមនុស្សមានការជំទាស់នៅពេលណាបដិសេធនៅពេលណាអញ្ចឹងបដិសេធតាំងពីចំណុចអីគេ approach ទៅគាត់ហ៎អាចចំណុចស្វែងរក prospect ធ្វើ plan អីហ្នឹងអាហ្នឹងវាផ្ទៃក្នុងយើងទេតែអ្វីដែលយើងទៅជួបគាត់យើង approach ទៅដល់គាត់នោះគឺគាត់អាចបដិសេធគ្រប់ពេលគ្រាន់តែ call ទៅអ្នកខ្លះក៏អត់ចង់និយាយមួយយើងទេណាដល់ទៅពេលចូលដល់ដំណាក់កាលធ្វើបទបង្ហាញក៏គាត់អាចជំទាស់ដែរដល់ទៅពេលយើងធ្វើ close ព្យាយាម close ក៏គាត់អាចជំទាស់ដែរអញ្ចឹងការជំទាស់វាមានគ្រប់ដំណាក់កាលចម្លើយគ្រប់ពេលនៅក្នុងកំឡុងពេលដែលអ្នកអំពាវនាវលក់តាំងពីចំណុចចាប់ផ្ដើមពីការណែនាំដំបូងរបស់អ្នករហូតដល់ពេលដែលអ្នកព្យាយាមបិទការលក់អញ្ចឹងការជំទាស់គឺមានគ្រប់ពេលយើងមកនិយាយអំពីរឿងតម្លៃការដោះស្រាយតម្លៃយ៉ាងម៉េចបើគាត់លើកយកបញ្ហាតម្លៃយើងត្រូវ break down គឺយើងបំបែកតម្លៃជាដំណាក់កាលណាបំបែកតម្លៃជាផ្នែកទៅតាមថ្ងៃទៅតាមសប្តាហ៍ឬក៏តាមខែនៃការទូទាត់របស់គាត់បើអតិថិជននឹងនិយាយថាថ្លៃអូខេអាចបង់រំលោះចេះមួយចេះពីរអញ្ចឹងទៅការប្រាក់អាចថា0ការប្រាក់អាចថា0ការប្រាក់ 1% ឬ 2% អាស្រ័យលើជាដំណាក់កាលត្រូវបង្កើតគុណតម្លៃប្រយោជន៍មិនមែនតម្លៃនោះទេនិយាយប្រាប់គាត់ពីតម្លៃពីមុនមិនដូចពេលនេះទេប្រៀបធៀបអំពីចំណាយឥឡូវវាថ្លៃ 7.1.2 គឺយើងធ្វើ presumption of exclusivity គិតថាវាជាការផ្ដាច់មុខល្អលើសគេបង្ហាញពីលក្ខណៈពិសេសដាច់គេដែលក្រុមហ៊ុនអ្នកមានជាជាងអំពីផលិតផលឬក៏សេវាកម្មដែលផ្ដល់ឲ្យគាត់ចង់និយាយថាគេឈ្មោះក្រុមហ៊ុនយើងល្អអញ្ចឹងសេវាកម្មយើងល្អគុណភាពលក់គុណភាពនិងភាពមានតែមួយគត់ប្រសិនបើគាត់ប្រកែកពីរឿងតម្លៃត្រូវធ្វើខ្លួនអ្នកជាអ្នកជំនាញលើវិស័យឧស្សាហកម្មនិងចង្វាក់ផលិតកម្មរបស់អ្នកត្រូវធ្វើឲ្យគាត់ឃើញថាតម្លៃមិនមែនសំខាន់ជាងគុណប្រយោជន៍ដែលគាត់នឹងទទួលបាននោះទេគូសវាសរូបភាពឲ្យបានច្បាស់និងប្រកបដោយការបញ្ចុះបញ្ចូលអ្នកទិញភាគច្រើនមានការយល់ច្បាស់ត្រឹមត្រូវយើងប្រើវិធីសាស្ត្រមួយទៀតគឺ 7.1.3 នោះគឺយើងប្រើវិធីសាស្ត្រ comparison method គឺវិធីប្រៀបធៀបនៅពេលដែលអតិថិជនកំពុងតែប្រៀបធៀបផលិតផលរបស់គាត់ចូលប្រៀបធៀបរបស់ទាំងពីរនោះឲ្យបានច្បាស់លាស់ការប្រឆាំងមួយអាចជាការផ្ដល់ជាចម្លើយប្រកបដោយការបញ្ចុះបញ្ចូលទៅនឹងការជំទាស់មួយរបស់គាត់ប្រៀបធៀបលក្ខណៈពិសេសគុណសម្បត្តិនិងផលិតផលរបស់អ្នកខុសពីគូប្រកួតប្រជែងប្រៀបធៀបអំពីការចំណាយច្រើននិងការសន្សំសំចៃទទួលបាន 7.1.4 គឺ sell down method វិធីលក់ថោកអញ្ចឹងបង្ហាញពីផលិតផលឬក៏សេវាកម្មដែលល្អដាច់គេមុនគេបំផុតអត់ធ្មត់ផ្ដោតលើអត្ថប្រយោជន៍និងអនុញ្ញាតឲ្យអ្នកទិញប្រាប់អ្នកពីលក្ខណៈពិសេសដែលគាត់អាចរស់នៅដោយគ្មានវាក៏មានតម្លៃដែលថោកតម្លៃដែលទាបដែលអ្នកទិញមិនគួរចង់បានអញ្ចឹងយើងប្រាប់គាត់ថាយើងក៏មានរបស់ថោកចេះមួយចេះពីរដែរណាតែគាត់ចង់ប្រាប់ថារបស់ថោកហ្នឹងវាប្រើទៅវាយ៉ាងម៉េចណារបស់ល្អហ្នឹងមានប្រយោជន៍អីគេខ្លះណាប្រៀបធៀបរវាងការចំណាយហើយនឹងការសន្សំសំចៃដែលគាត់ទទួលបានហ្នឹងអត្ថប្រយោជន៍ហ្នឹងយូរអង្វែងប៉ុណ្ណាអញ្ចឹងយើងប្រៀបធៀបគាត់អតិថិជនទាំងអស់ភាគច្រើនវាមានការគិតចន្លោះពីការចំណាយដែលទិញផងដែរចូលរកវាឲ្យឃើញពិចារណាពីតម្លៃអញ្ចឹងវិធីទាំង4ដែលខ្ញុំនិយាយរឿងការដោះស្រាយបញ្ហាតម្លៃវិធីដោះស្រាយផ្សេងទៀតមានដូចជាគេយើងពន្យាពេលការឆ្លើយតបប្រសិនបើអតិថិជនបានលើកឡើងអំពីការចំទាស់មួយភ្លាមអ្នកលក់អាចពន្យាពេលចម្លើយដោយនិយាយថានេះជាចំណុចល្អប្រសិនបើអ្នកមិនយល់ទាស់ទេខ្ញុំសូមពន្យាពេលចម្លើយរហូតដល់ពេលក្រោយឬការធ្វើបទបង្ហាញរួចអញ្ចឹងពេលខ្លះយើងពន្យា
ឆ្លើយតបទៅគាត់សួរអញ្ចឹងពេលខ្លះបတ်បង្ហាញយើងហ្នឹងគឺវាមានចម្លើយរួចទៅហើយក្រោយពីគាត់ស្ដាប់អស់ហើយវាអាចថាលែងសូវមានការជំទាស់ព្រោះយើងបានត្រៀមអស់មានអញ្ចឹងណាវាអាចផ្ដល់ពេលឲ្យអ្នកបន្ថែមនៅអត្ថប្រយោជន៍ជូនគាត់ច្រើនទៀតវាអាចផ្ដល់ពេលឲ្យអ្នករកចម្លើយសិនសន្យាថានឹងត្រឡប់ទៅសំណួរហើយកត់ត្រាសំណួរនោះទុកសិនទី2ឆ្លើយនឹងសំណួរភ្លាមតាក់ទងនឹងសំណួរអំពីតម្លៃអាចឆ្លើយតបភ្លាមប្រសិនបើតម្រូវការនឹងគុណតម្លៃនិងអត្ថប្រយោជន៍ត្រូវបានពិភាក្សារួចអញ្ចឹងយើងនិយាយអំពីតម្រូវការគុណតម្លៃអត្ថប្រយោជន៍ផ្សេងឲ្យហើយចាំពេលដែលគាត់សួរពីតម្លៃឆ្លើយប្រាប់គាត់តែម្ដងទី3កុំឆ្លើយរបៀបលេះដោះសារការមិនឆ្លើយនឹងសំណួរបង្ហាញឲ្យឃើញថាជាការដោះសារការយល់ឃើញថាវាជាលេះដោះសារវាអាចនឹងបង្កើតឲ្យមានការជំទាស់ពិតប្រាកដមួយក្នុងចិត្តរបស់អតិថិជនទី4ការប្រើប្រាស់ភាគីទី3ការឆ្លើយនឹងសំណួរដោយលើកឡើងអំពីភាគីទី3នឹងបង្ហាញជាភស្តុតាងនិងសាក្សីអញ្ចឹងយកភាគីទី3យកបង្ហាញជាភស្តុតាងសាក្សីឲ្យជូនគាត់ការបង្ហាញតាក់ទងនឹងប្រវត្តិរឿងក្តីឬក៏សាក្សីក្តីចូលពិពណ៌នាអំពីបទពិសោធន៍របស់អតិថិជនដែលស្ថានភាពរបស់គាត់ពីមុនគឺស្រដៀងនឹងអតិថិជនបច្ចុប្បន្ននេះយើងប្រាប់គាត់ថានេះអតិថិជនម្នាក់នេះគាត់ដូចបងឯងអញ្ចឹងពីមុនបញ្ហារបស់គាត់ចេះហើយឥឡូវនេះគឺគាត់អាចដោះស្រាយណាជាក់ស្ដែងគឺចេះអញ្ចឹងយើងបង្ហាញអញ្ចឹងឲ្យគាត់យល់ទី5ចូលសួរសំណួរទៅគាត់វិញថាហេតុអ្វីឬសំណួរជាក់លាក់ណាមួយសួរសំណួរដែលធ្វើឲ្យមានដូចជាការជំទាស់ទូទៅជាការព្រួយបារម្ភជាក់លាក់មួយដែលយើងអាចឆ្លើយបានចានចោលការជំទាស់ដោយផ្ទាល់ហៅ direct objection តាក់ទងទៅនឹងការជំទាស់អំពីគំនិតឬក៏ជំនឿរបស់អតិថិជនប្រសិនបើភាពជំទាស់របស់អតិថិជនរបស់អ្នកទិញនៅតែបន្តមានជាហូរហែមិនចេះចប់នោះប្រហែលជាគ្មានជំរឿផ្សេងទៀតទេក្រៅពីបដិសេធវាដោយផ្ដល់នៅព័ត៌មានដែលត្រឹមត្រូវតែប៉ុណ្ណោះអញ្ចឹងយើងកុំខ្វល់គាត់ជំទាស់អីជំទាស់ទៅអាព័ត៌មានដែលយើងផ្ដល់ឲ្យគឺវាត្រឹមត្រូវណាស់ទៅហើយចូលបញ្ជាក់យ៉ាងម៉ឺងម៉ាត់អំពីជំនឿរបស់អ្នកត្រូវស្មោះត្រង់និងមិនត្រូវបំពានលើគាត់ឡើយទោះគាត់ជំទាស់ទោះគាត់និយាយពីអីមិនសមរម្យមកយើងត្រូវតែគោរពគាត់ណាស្ដាប់គាត់កុំបំពានគាត់ការបដិសេធដោយប្រយោលណា indirect វិញជួនកាលការជំទាស់ពីទស្សនវិស័យវាមានទីបញ្ចប់ដែរឬយ៉ាងហោចណាស់វាមានភាពត្រឹមត្រូវរហូតដល់កម្រិតខ្លះវិធីសាស្ត្រល្អបំផុតគឺត្រូវទទួលស្គាល់ថាអតិថិជនគឺត្រឹមត្រូវបន្ទោសខ្លួនអ្នកដែលអ្នកមិនអាចបញ្ចុះបញ្ចូលគាត់ប្រសិនបើបានធ្វើវារួចនៅក្នុងវិធីទំនាក់ទំនងតាមបែបធម្មជាតិនឹងមិនធ្វើឲ្យប៉ះពាល់ដល់អតិថិជនឡើយផ្ដល់តែព័ត៌មានដែលពិតដែលឆ្លើយតបទៅនឹងការជំទាស់ទី7វិធីសាស្ត្រគប់ឡងនេះយើងដែលឃើញគេគប់អានេះគប់ទៅហើយត្រឡប់មកវិញបង្វែរការជំទាស់ទៅជាហេតុផលសម្រាប់ការទិញតែនោះមិនផលិតផលទាំងអស់វាមានគុណវិបត្តិមួយចំនួននៅពេលដែលប្រៀបធៀបទៅនឹងផលិតផលគូប្រកួតប្រជែងយើងត្រូវតែទទួលស្គាល់ការជំទាស់បែបនេះហើយបន្តបង្ហាញពីគុណសម្បត្តិដែលអាចប៉ះទៅបានមកវិញណាបើគេល្អជាងយើងត្រូវមានអីប៉ះទៅមានអីថែមណាមានអីលើកទឹកចិត្តអាហ្នឹងយើងប៉ះទៅមកវិញណាអូខេយើងទទួលស្គាល់ថាយើងអន់ជាងគេគុណភាពតិចជាងគេប៉ុន្តែយើងមានអីប៉ះទៅវិញអាហ្នឹងគេហៅថាវិធីសាស្ត្រគប់ឡងធ្វើឲ្យបានល្អនៅពេលដែលអតិថិជនខ្វះព័ត៌មានពេញលេញណាមួយអញ្ចឹងពេលខ្លះយើងដឹងខ្លួនយើងថារបស់យើងបើប្រៀបធៀបជាមួយគូប្រកួតប្រជែងយើងខ្សោយចំណុចនេះចំណុចនោះប៉ុន្តែពេលខ្លះយើងកុំបង្ហាញវាពេកណាបើអតិថិជនគាត់មិនសូវជាដឹងលើបញ្ហាខ្វះព័ត៌មានទាំងអស់នេះអូខេយើងអាចធ្វើអ្វីផ្សេងបន្ថែមឲ្យគាត់ទៅឲ្យគាត់យល់ទី9គឺបិទការលក់ទី1យើងបញ្ចប់ដោយផ្ទាល់យើងប្រើពាក្យថាតើអ្នកត្រូវការប៉ុន្មានកញ្ចប់នៃផលិតផលនេះនៅខែនេះអញ្ចឹងអាហ្នឹងពេលខ្លះយើងជំរុញអាហ្នឹងហៅបិទការលក់អីជាសំណួរហ្នឹងណាបាទយើងបញ្យល់អស់ហើយព័ត៌មានដែលយើងផ្ដល់ហើយអញ្ចឹងយើងប្រើសំណួរហ្នឹងដើម្បីឲ្យគាត់សម្រេចចិត្តថាអូខ្ញុំចម្លើយរបស់គាត់គឺអត់មានបដិសេធទេដឹងថាមួយកញ្ចប់ពីរកញ្ចប់3កញ្ចប់អញ្ចឹងណាសំណួរមួយទៀតយើងប្រើវិធីបញ្ចប់ជាជំរឿតើអ្នកចង់បានអពណ៌ក្រហមឬក៏អពណ៌ខៀវមែនទេ
ពេលព្រឹកឬក៏ពេលរសៀលដែលខ្ញុំអាចរៀបចំជូនអញ្ចឹងណាទី3បញ្ចប់តាមមួយជំហានម្ដងគឺជួយឲ្យអតិថិជននៅក្នុងការសម្រេចចិត្តទី4យើងបញ្ចប់ដោយសង្ខេបអញ្ចឹងយើងរៀបរាប់ឡើងវិញនៅផលិតផលដែលអាចទទួលយកបានតែប៉ុណ្ណោះកុំបន្ថែមអ្វីថ្មីទៀតណាកុំបន្ថែមទៀតអ្វីដែលយើងនិយាយហើយគឺយើងបញ្ចប់ទៅទី5បញ្ចប់ដោយមានការលើកទឹកចិត្តដោយប្រើពាក្យថាប្រសិនបើអ្នកបញ្ជាទិញឥឡូវនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែម 5% ប្រសិនបើបងអាចឲ្យក្តីសុបិនរបស់បងបានសម្រេចប្រសិនបើគ្មានរឿងអាក្រក់ទាំងនេះកើតឡើងទេអញ្ចឹងយើងប្រើពាក្យប្រសិនបើទី6យើងបញ្ចប់ដោយការថ្លឹងថ្លែងនិងប្រៀបធៀបបង្ហាញសំណុំអត្ថប្រយោជន៍នៃផលិតផលរបស់អ្នកប្រៀបធៀបទៅនឹងគូប្រកួតប្រជែងមួយដូចបងដែរគឺខ្ញុំដូចបងដែរបងពិសិដ្ឋបើខ្ញុំជាបងវិញខ្ញុំធ្វើនឹងចេះមួយចេះពីរអញ្ចឹងណាអូខេអញ្ចឹងយើងបញ្ចប់ការលក់របៀបហ្នឹងចំណុចទី10គេហៅថា full up ក្រោយពីយើងបិទការលក់ជោគជ័យគឺយើងត្រូវចេះតាមដានគាត់ដើម្បីឲ្យគាត់ហ្នឹងទទួលទិញយើងបន្ថែមទៀតនៅសេវាកម្មដែលយើងមានបន្តបន្ទាប់ឬក៏ឲ្យគាត់ជួយណែនាំអ្នកផ្សេងអញ្ចឹងចម្លើយកន្លែងនេះគឺដើម្បី close deal គឺយើងប្រើពាក្យ3គឺគេគឺ full up គឺយើងត្រូវតាមគាត់ណារហូតបាទសូមអរគុណការធ្វើបទបង្ហាញនៅវីដេអូភាគ2នេះគឺយើងបានបញ្ចប់